ពួកយើងមកតាមដានរឿងរ៉ាវដ៏ចម្លែកបំផុតជាមួយគ្នាអំពីក្រុងឆ្អឹងមួយដែលកំពុងដេកលើដីព្យាយាមរត់គេចពីសត្វចម្លែកដ៏ធំសម្បើមមួយសត្វក្រហមយក្សនោះបានទម្លាក់ប្រអប់ជើងដ៏ធំរបស់វាកំទេចឆ្អឹងនោះឲ្យខ្ទេចទៅក្នុងដីហើយក្នុងដង្ហើមចុងក្រោយវាក៏នឹកឃើញរឿងមួយយ៉ាងវាធ្លាប់ជាអ្នកលេងហ្គេមអាជីពដ៏ល្បីម្នាក់ប៉ុន្តែឥឡូវនេះខ្លាយជាត្រឹមតែគំនូរឆ្អឹងគ្មានតម្លៃដែលសូម្បីតែខ្លួនឯងក៏មិនយល់ថាមានរឿងអ្វីកើតឡើងដែររឿងរ៉ាវបានចាប់ផ្ដើមក្នុងឆ្នាំ2025នៅពេលដែលហ្គេមដ៏ល្បីឈ្មោះ The Great Westland បានបើកឲ្យដំណើរការសាក់លបងជាផ្លូវការវាជាពិភពហ្គេមដ៏ធំល្វឹងល្វើយដែលមើលទៅដូចជាការពិតបំផុតរហូតធ្វើឲ្យអ្នកលេងទូទាំងពិភពលោកមានការភ្ញាក់ផ្អើលនិងឈួតវង្វេងនឹងវាជាលើកដំបូងដែលក្តីស្រមៃក្នុងការកាន់ដាវនិងប្រើប្រាស់មន្តអាគមបានក្លាយជាការពិតនៅក្នុងពិភព Digital ជាមួយនឹងជំរើសតួអង្គរាប់ពាន់ប្រភេទផ្សេងៗគ្នាហ្គេមនេះមានបេសកកម្មរាប់ពាន់លានដែលធ្វើឲ្យវាក្លាយជាឋានសួគ៌សម្រាប់អ្នកលេងហ្គេមហើយតម្រូវការគឺខ្លាំងក្លាបំផុតរហូតដល់ស្ទូឌីយោផលិតហ្គេមលក់មិនទាន់ក្រុមអ្នកជំនាញដែលធ្វើការសាកល្បងហ្គេមត្រូវបង្ខំចិត្តធ្វើការថែមម៉ោងយ៉ាងធ្ងន់ធ្ងរដើម្បីតាមឲ្យទាន់នៅរាល់ការបញ្ជាទិញដ៏ច្រើនលើសលប់ពីអតិថិជនក្នុងចំណោមអ្នកសាកល្បងហ្គេមដែលហត់នឿយទាំងនោះក៏មានតួអង្គឯករបស់យើងម្នាក់ដែរដែលនៅសល់តែ3សប្តាហ៍ទៀតប៉ុណ្ណោះហ្គេមនឹងចេញលក់ជាផ្លូវការបន្ទាប់ពីលេងហ្គេមជាប់គ្នាអស់រយៈពេល42ម៉ោងដើម្បីបញ្ចប់បេសកកម្មគេក៏បានដួលសន្លប់ដោយសារគាំងបេះដូងភ្លាមនៅនឹងកន្លែងតែម្ដងខណៈពេលកំពុងដេកដង្ហើមចង្រិតគេបានឮសំឡេងអ្នកលេងផ្សេងទៀតនៅជុំវិញខ្លួនស្រែកឆៅឡៅនៅពេលដែលពួកគេបានឃើញតួអង្គរបស់គេកំពុងតែជិតស្លាប់អ្នកខ្លះបានស្រែកប្រាប់គ្នាឲ្យឆែកមើលក្នុងកាបូបរបស់គេដើម្បីប្លន់យកសម្ភារៈមានតម្លៃព្រោះបើគេស្លាប់ទៅពួកគេនឹងមិនអាចយករបស់ទាំងនោះបានទេបន្ទាប់មកអ្វីក៏ប្រែជាងងឹតសូនឈឹងប៉ុន្តែចម្លែកណាស់ដែលគេនៅតែឮសំឡេងស្រែកយំរបស់ក្មេងស្រីម្នាក់ដែលកំពុងភ័យស្លន់ស្លោនិងអង្វរឲ្យគេក្រោកឡើងនាងបានអង្វរគេថាបើគេមិនព្រមធ្វើអ្វីមួយទេនាងប្រកាសជាត្រូវស្លាប់មិនខានរួចគេក៏ចាប់ផ្ដើមដឹងខ្លួនបន្តិចម្ដងហើយឃើញក្មេងស្រីសក់មាសម្នាក់ក្មេងស្រីនោះស្លៀកសម្លៀកបំពាក់រហែករហុយហើយគេក៏មានការងឿងឆ្ងល់ជាខ្លាំងថាហេតុអីបានជាគេនៅមានជីវិតនិងមានរឿងអ្វីកើតឡើងឲ្យប្រកបនាងបានស្រែកម្ដងទៀតដោយក្តីត្រេកអរនៅពេលឃើញគេចាប់ផ្ដើមធ្វើចលនាប៉ុន្តែភាពរីករាយនោះបានប្រែជាភ័យខ្លាចវិញនៅពេលដែលគេនៅស្ងៀមមិនព្រមទៅមុខឥឡូវនេះសង្កេតឲ្យច្បាស់ចំណុចនេះហើយដែលអ្វីចាប់ផ្ដើមផ្លាស់ប្ដូរនៅពេលដែលមានវត្តមានដ៏គួរឲ្យខ្លាចមួយកំពុងឈរនៅពីក្រោយខ្នងរបស់ពួកគេសត្វចម្លែកយក្សដែលមានស្បែកពណ៌ក្រហមកំពុងសម្លឹងមុខពួកគេដោយភ្នែកកាចសាហាវវាគឺជាស្ដេចឆ្កែព្រៃសាកសពដែលមានកម្លាំងខ្លាំងក្លាបំផុតក្មេងស្រីនោះបានស្រែកប្រាប់គេឲ្យបញ្ឈប់សត្វនោះហើយភ្លាមនោះគេក៏ដឹងថាកន្លែងនេះមិនមែនជាឋានសួគ៌ឬក៏ជាកន្លែងដែលគេធ្លាប់នៅឡើយនេះគឺជាភូមិចាប់ផ្ដើមនៃហ្គេម The Great Westland ដែលជាវាលខ្សាច់នៃក្តីស្លាប់ហើយគេបានមកចាប់ជាតិនៅក្នុងពិភពហ្គេមនេះតែម្ដងចិត្តរបស់គេចាប់ផ្ដើមវិលវល់គេស្គាល់សត្វចម្លែកនេះច្បាស់ណាស់ព្រោះវាជាសត្វឆ្កែព្រៃសាកសពដែលគេតែងតែជួបនៅពេលចាប់ផ្ដើមហ្គេមជានិច្ចប៉ុន្តែពេលនេះអ្វីគឺជាការពិតហើយគ្រោះថ្នាក់ក៏ជាការពិតដែរនាងបានស្រែកម្ដងទៀតខណៈដែលសត្វសាហាវនោះកំពុងតែរត់សម្រុកមកកំទេចពួកគេបាននឹកឃើញទិន្នន័យរបស់វាភ្លាមថាវាគឺជាសត្វស៊ីសាច់កម្រិតទី2ដែលមានចំណុចខ្សោយត្រង់ករីឯគេវិញធ្លាប់សម្លាប់ពួកវាអស់រាប់សិបក្បាលទៅហើយដោយភាពជឿជាក់គេបានវាសម្រុកទៅលើចំណុចខ្សោយរបស់វាប៉ុន្តែការវាយប្រហារនោះមិនបានសម្រេចឡើយហើយអ្វីក៏មិនដូចអ្វីដែលគេធ្លាប់គិតដែរដៃរបស់គេបានបាក់ខ្ទេចនៅពេលប៉ះទង្គិចគ្នាសត្វចម្លែកនោះមិនបង្អង់យូរឡើយវាបានវាយបកមកវិញភ្លាមរហូតធ្វើឲ្យគេមិនអាចទប់ទល់បាននៅពេលដែលគេខ្ទាតទៅបោកនឹងដីគេក៏បានដឹងពីការពិតដ៏គួរឲ្យរន្ធត់ថាគេមិនមែនគ្រាន់តែមកកើតក្នុងហ្គេមធម្មតានោះឡើយគេបានក្លាយជាទាហានឆ្អឹងខ្មោចកម្រិតទាបបំផុតដែលជារបស់ឥតប្រយោជន៍សម្រាប់ពួកគ្រូមន្តអាគមខ្មៅប្រើប្រាស់ហើយវាទាំងខ្សោយទាំងងាយនឹងបាក់បែកដោយសារតែចង់រស់រានមានជីវិតគេបានព្យាយាមលូកដៃទៅចាប់យកដាវដែលនៅក្បែរនោះប៉ុន្តែមុនពេលគេចាប់បានសត្វសាហាវនោះក៏បានវាយសម្រុកម្ដងទៀតអ្នកប្រហែលជាកំពុងគិតដូចខ្ញុំដែរមែនទេតើជីវិតមុនរបស់គេមានរឿងអ្វីកើតឡើងរហូតធ្វើឲ្យគេមានការតស៊ូខ្លាំងបែបនេះទោះបីជាត្រូវស្លាប់ម្ដងទៀតក៏ដោយក្នុងឆាកជីវិតមុនគេគឺជាអ្នកលេងហ្គេមអាជីពដ៏មានឥទ្ធិពលម្នាក់ដែលធ្លាប់ឈ្នះពានរង្វាន់ធំចំនួន2និងមានកំណត់ត្រាដ៏អស្ចារ្យបំផុតក្នុងវិស័យកីឡាអេឡិចត្រូនិកនៅពេលនោះគេតែងតែជឿជាក់ថាខ្លួនឯងគឺជាតួឯករបស់ពិភពលោកប៉ុន្តែបន្ទាប់មកគ្រោះថ្នាក់ចរាចរណ៍មួយបានផ្លាស់ប្ដូររាល់អ្វីគ្រប់យ៉ាងដែលគេធ្លាប់មានរបួសនោះបានធ្វើឲ្យដៃរបស់គេញ័រជាប្រចាំដែលវាបានបំផ្លាញល្បឿនប្រតិកម្មរបស់គេទាំងស្រុងហើយធ្វើឲ្យសមត្ថភាពលេងហ្គេមរបស់គេធ្លាក់ចុះយ៉ាងខ្លាំងអាជីពរបស់គេបានដួលរលំខ្ទេចខ្ទីសូម្បីតែលុយសម្រាប់បង់ថ្លៃព្យាបាលនៅមន្ទីរពេទ្យក៏គ្មានដែរហើយអ្វីដែលអាក្រក់បំផុតនោះគឺគេបានរំលោភលើកិច្ចសន្យាទៀតផងថ្លៃផាកពិន័យមានចំនួនច្រើនលើសលប់ធ្វើឲ្យគេត្រូវបង្ខំចិត្តបោះបង់ចោលនៅមោទនភាពរបស់ខ្លួនហើយខ្លាយជាអ្នកសាក់លបងហ្គេមដើម្បីរកលុយមកសងគេទោះជាយ៉ាងនេះក្តីគេនៅតែមិនព្រមចុះចាញ់រហូតដល់ដង្ហើមចុងក្រោយគេនៅចាំសម្លេងមនុស្សដែលនៅជុំវិញសាកសពរបស់គេដែលនិយាយដោយគ្មានក្តីមេត្តាពួកគេបានប្រាប់គ្នាថាមិនបាច់ហៅគ្រូពេទ្យមកទេព្រោះគេបានស្លាប់បាត់ទៅហើយម្នាក់ទៀតថែមទាំងជេរប្រតិច
ដែលគេនៅសល់របស់ក្នុងកាបូបទៀតផងអ្នកផ្សេងទៀតបានពិភាក្សាគ្នាថាតើគួរប្រាប់គ្រួសារគេឬអត់ប៉ុន្តែពួកគេបែរជាសម្រេចចិត្តថាគេមិនសមនឹងទទួលបានសូម្បីតែលុយចូលមុនសពបន្តិចបន្តួចឡើយលើសពីនេះពួកគេថែមទាំងនិយាយចំអកថាការដែលគេស្លាប់ទៅគឺជារឿងល្អបំផុតព្រោះប្រាក់ធានារ៉ាប់រងសពនឹងត្រូវយកទៅសងបំណុលក្រុមហ៊ុនទាំងអស់ពួកគេនិយាយថាគេប្រហែលជាស្លាប់ដោយគ្មានការស្ដាយក្រោយឡើយព្រោះធ្លាប់ជាជើងឯកពិភពលោកប៉ុន្តែនៅក្នុងចិត្តគេពិតជាមិនអាចទទួលយកវាបានទេការដែលនិយាយថាគ្មានការស្ដាយក្រោយគឺជាការកុហកទាំងស្រុងព្រោះគេមានរឿងជាច្រើនដែលមិនទាន់បានធ្វើហើយគេបានស្រែកយ៉ាងខ្លាំងនៅក្នុងចិត្តគេបដិសេធមិនព្រមស្លាប់ក្នុងស្ថានភាពបែបនេះឡើយហើយសុំត្រឹមតែឱកាសម្ដងទៀតប៉ុណ្ណោះដើម្បីឲ្យគេអាចគ្រប់គ្រងជោគវាសនារបស់ខ្លួនឯងបាននៅក្នុងគ្រាដ៏អស់សង្ឃឹមនោះក៏មានអ្វីម្យ៉ាងបានឆ្លើយតបមកវិញប្រព័ន្ធបានចាប់យកនៅបំណងប្រាថ្នាដ៏ខ្លាំងក្លារបស់គេដែលចង់រស់រានមានជីវិតជាបន្តប្រព័ន្ធវិវត្តកម្រិតព្រះត្រូវបានដំណើរការដែលវាមានគោលបំណងជួយឲ្យគេអាចវិវត្តខ្លួនបានដោយគ្មានទីបញ្ចប់រហូតដល់ក្លាយជាអ្នកខ្លាំងបំផុតក្នុងលោកកញ្ចប់កាដូពិសេសត្រូវបានប្រើប្រាស់ហើយថាមពលរបស់គេត្រូវបានបំពេញឡើងវិញទាំងស្រុងរួចគេក៏បានក្រោកឈរឡើងម្ដងទៀតដើម្បីត្រៀមខ្លួនប្រយុទ្ធហើយនេះគ្រាន់តែជាការចាប់ផ្ដើមនៃដំណើរដ៏អស្ចារ្យរបស់យើងប៉ុណ្ណោះចាំមើលថាតើគេអាចប្រើចំណេះដឹងពីមុនមកយកឈ្នះសត្វសាហាវនេះបានដោយរបៀបណាមកមើលទាំងអស់គ្នារឿង gamer អាជីពម្នាក់ដែលចាប់ជាតិថ្មីជាឆ្អឹងហើយទើបតែសម្រាប់ចចកកម្រិត3បានយ៉ាងងាយគាត់ទទួលបាន10 PXP និង10ពិន្ទុវិវត្តគាត់នៅតែមិនជឿភ្នែកពេលមើលមករាងកាយខ្លួនឯងថាវាពិតជាខ្លាំងជាងអ្វីដែលគាត់បានគិតទុកពីមុនឆ្ងាយណាស់ចំណែកឯក្មេងស្រីដែលជាអ្នកកោះហៅវិញក៏ស្រឡំកាំងមិនស្ទើរដែរដែលឃើញទាហានឆ្អឹងរបស់នាងមានកម្លាំងមហិមាដល់ថ្នាក់នេះភ្លាមនោះប្រព័ន្ធក៏បង្ហាញឈ្មោះរបស់គាត់គឺចាងឆាងរួមជាមួយព័ត៌មានលម្អិតផ្ទាល់ខ្លួនផ្សេងទៀតភ្លាមតែម្ដងផ្លូវខាងមុខនៅវែងឆ្ងាយប៉ុន្តែគាត់មិនមែនចាប់ដើមពីសូន្យទេដោយមានទាំងបទពិសោធន៍និងភាពខឹងសម្បាគាត់ត្រៀមខ្លួនដណ្ដើមជីវិតថ្មីមកវិញអតីតអ្នកលេងហ្គេមអាជីពរូបនេះបានក្លាយជាឆ្អឹងហើយត្រៀមខ្លួនហក់ឡើងទៅចំណុចកំពូលនៃពិភពលោកថ្មីមួយនេះ Game The Great Westland មិនមែនជាហ្គេមធម្មតាទេវាជាហ្គេម RPG បែបពិភពបើកចំហដែលល្បីថាដូចការពិតបំផុតប៉ុន្តែភាពប្រកបនិយមនេះមកជាមួយភាពស្មុគស្មាញនិងបច្ចេកទេសលេងដែលពោពេញដោយសក្តានុពលដ៏អស្ចារ្យអ្វីដែលពិសេសបំផុតនោះគឺឱកាសដ៏តិចតួចបំផុតដែលតួអង្គដែលត្រូវបានកោះហៅអាចមានការបំផ្លាញខ្លួនខុសពីធម្មតាការបំផ្លាញខ្លួននេះកម្រខ្លាំងណាស់សូម្បីតែនិយាយថាមានតែមួយក្នុងចំណោម1លានក៏ប្រហែលជានៅមិនទាន់គ្រប់គ្រាន់ដើម្បីពិពណ៌នាពីវាដែរប៉ុន្តែបើវាបានកើតឡើងហើយតួអង្គនោះនឹងក្លាយជាកម្លាំងស្នូលដ៏ខ្លាំងដើម្បីកម្ចាត់សត្រូវដែលមានកម្រិតខ្ពស់ជាងឆ្ងាយហើយករណីដ៏កម្របែបនេះទើបតែបានកើតឡើងចំពោះមុខយើងតែម្ដងឥឡូវចាំមើលស្រីម្នាក់នឹងដឹងច្បាស់ថាខ្លួនឯងឈ្នះឆ្នោតធំហើយព្រោះតួអង្គដែលនាងហៅមកបានបំផ្លាញខ្លួនពិតមែននាងសម្លឹងមើលធ្មេញចចកដែលធ្លាក់ចេញពីសពដែលវាជាសម្ភារៈមានតម្លៃសម្រាប់សម្វត្ថុផ្សេងៗនៅដើមវគ្គក្រៅពីនោះក៏មានគ្រឿងដែកស្ពាន់និងធនធានសិប្បកម្មជាច្រើនទៀតដែលកំពុងរាយប៉ាយនៅចំពោះមុខនាងសប្បាយចិត្តខ្លាំងណាស់ព្រោះរបស់ទាំងនេះអាចលក់យកលុយទៅបង់ថ្លៃផ្ទះបានរហូតដល់1ខែពេញឯណោះខណៈកំពុងអបអរស្រាប់តែក្បាលចចកមួយទៀតធ្លាក់មកចំពីមុខធ្វើឲ្យនាងភ័យលោតកញ្ជ្រោលតែម្ដងនាងភ័យព្រោះស្មានតែមានបិសាចមកទៀតប៉ុន្តែតាមពិតទីហ៊ានឆ្អឹងរបស់នាងបានកម្ចាត់វាចោលបាត់ទៅហើយដោយនាងមិនដឹងខ្លួនសោះនាងឈរថ្មឹងព្រោះមិនដឹងថាពេលនេះនាងជាចៅហ្វាយឬក៏ជាអ្នកបម្រើឲ្យតួអង្គឆ្អឹងនេះឲ្យប្រកបនោះទេទោះបីជានាងទៅតែកម្រិតមួយក៏ដោយប៉ុន្តែនាងបែរជាមានតួអង្គកោះហៅដែលខ្លាំងលើសពីការស្មានទៅវិញវាជារឿងមិនគួរឲ្យជឿចំណែកឯតួអង្គឯករបស់យើងដែលជាអតីត gamer នោះចាប់ផ្ដើមស្វាមជាមួយរាងកាយឆ្អឹងរបស់គាត់បន្តិចម្ដងហើយហ្វូងចចកដែលធ្លាប់តែជាការគំរាមកំហែងឥឡូវនេះបានក្លាយជាចំណីរបស់គាត់យ៉ាងងាយស្រួលបំផុតគាត់បានទទួលយកការពិតថាគាត់បានមកចាប់ជាតិថ្មីនៅក្នុងពិភព game The Great Westland នេះទៅហើយក្មេងស្រីដែលកោះហៅគាត់ប្រកាសជាអ្នកលេង game ប៉ុន្តែគាត់មិនអាចនិយាយរកនាងបានទេព្រោះគាត់គ្មានខ្សែសំឡេងអ្វីដែលធ្វើឲ្យគាត់ញាក់អោលនោះគឺប្រព័ន្ធប្រាប់ថាគាត់អាចវិវត្តខ្លួនបានឥតឈប់ឈរលក្ខខណ្ឌគឺសាមញ្ញបំផុតគ្រាន់តែបន្តសម្រាប់បិសាចឬអ្នកលេងហ្គេមដទៃទៀតដើម្បីប្រមូលពិន្ទុវិវត្តការជូនដំណឹងពីប្រព័ន្ធគឺថាពិន្ទុវិវត្តទទួលបានពីការយកឈ្នះសត្រូវហើយវាអាចប្រើដើម្បីផ្លាស់ប្ដូររូបរាងបានចំណែកពិន្ទុកម្លាំងអាចរកបានពីការកម្ចាត់មេបិសាចធំដែលចាំបាច់សម្រាប់ការបើកមុខងារកម្រិតខ្ពស់ប៉ុន្តែពេលនេះពិន្ទុកម្លាំងរបស់គាត់នៅមិនទាន់គ្រប់គ្រាន់ដើម្បីធ្វើការតម្លើងកម្រិតអ្វីបាននៅឡើយទេនេះជារឿងថ្មីសូម្បីតែសម្រាប់គាត់ដែលជាអ្នក test game ព្រោះមុខងារវិវត្តរបស់តួអង្គកោះហៅមិនដែលត្រូវបានបង្ហាញជាសាធារណៈឡើយអ្នកនិងខ្ញុំច្បាស់ជាឆ្ងល់ដូចគ្នាថាចុះបើឆ្អឹងកម្រិតទាបអាចវិវត្តបានតើវានឹងខ្លាំងដល់កម្រិតណាទៅស្រាប់តែផ្ទាំងប្រព័ន្ធលោតឡើងសួរថាតើអ្នកចង់វិវត្តទៅជាទាហានដាវឆ្អឹងដែរឬទេគាត់ក៏យល់ព្រមភ្លាមដោយគ្មានរីរ៉ៃអណ្ដាតភ្លើងបានហុំព័ទ្ធរាងកាយរបស់គាត់ខណៈដែលដំណើរការវិវត្តបានចាប់ផ្ដើមដំណើរការក្នុងរយៈពេល3វិនាទីប្រព័ន្ធបានការពារគាត់ខណៈដែលស្ថានភាពទូទៅរបស់គាត់កើនឡើងដល់ 80% គាត់ទទួលបានអាវុធថ្មីគឺដាវដៃឆ្អឹង
នឹងជំនាញពិសេសល្បឿនដកដាវដែលបង្កើនល្បឿនវាយប្រហារ 20% គាត់ស្ទើរតែមិនជឿថាការវិវត្តលើកដំបូងនេះបានផ្លាស់ប្ដូរគាត់ខ្លាំងដល់ថ្នាក់នេះសោះដាវដៃឆ្អឹងនេះស័ក្តិសមនឹងគាត់ខ្លាំងណាស់ហើយវាបានជួយបង្គ្រប់ចំណុចខ្វះខាតផ្នែកកម្លាំងរបស់គាត់បានយ៉ាងល្អប៉ុន្តែគាត់ដឹងថាការវិវត្តបែបនេះមកជាមួយហានិភ័យបើអ្នកលេងផ្សេងដឹងថាគាត់មានវិញ្ញាណដឹងខ្លួនវានឹងក្លាយជារឿងធំក្នុងពិភពលោកនេះតួអង្គកោះហៅដែលមានការចងចាំនិងដឹងខ្លួនត្រូវបានគេចាត់ទុកថាជាពួកខុសឆ្គងគាត់មិនចង់បង្កបញ្ហាទេប៉ុន្តែមិនយូរមិនឆាប់បញ្ហានឹងរត់មករកគាត់ដោយខ្លួនឯងមិនខានគាត់ត្រូវតែពង្រឹងកម្លាំងឲ្យបានលឿនព្រោះគាត់ជាអ្នកលេងម្នាក់ឯងមិនមែនជាក្រុមធំដូចគេឡើយដើម្បីរស់រានមានជីវិតគាត់ត្រូវការកម្លាំងដែលលើសលប់រហូតដល់អាចប្រឈមមុខនឹងសត្រូវ100នាក់ក្នុងពេលតែមួយគម្រោងការគឺសាមញ្ញបំផុតគឺបន្តប្រមូលបន្ទុកវិវត្តឲ្យបានលឿនបំផុតតាមដែលអាចធ្វើទៅបានសាច់ចចកលែងជាគោលដៅទៀតហើយព្រោះវាមិនផ្ដល់បន្ទុកឲ្យគាត់ទៀតទេដល់ពេលត្រូវបដូរទីតាំងហើយជឿខ្ញុំចុះទំនាក់ទំនងរវាងគាត់និងអ្នកកោះហៅនឹងក្លាយជាចំណុចចាប់ផ្ដើមនៃរឿងរ៉ាវដ៏រំភើបបំផុតដែលយើងមិនធ្លាប់ឃើញតោះមកមើលរឿងបែបទម្លាយហ្គេមដែលប្លែកបំផុតក្នុងឆ្នាំនេះទាំងអស់គ្នានាងកំពុងតែសប្បាយចិត្តខ្លាំងហើយស្រែកហ៊ូដោយសារស្បែកចចកឆ្អឹងនិងសាច់ដែលពួកគេប្រមូលបានរបស់ទាំងនេះអាចដូរយកលុយហើយនៅក្នុងតំបន់ដីស្ងួតនេះមានអត្រាប្តូរប្រាក់រវាងរបស់របរក្នុងហ្គេមនិងលុយពិតគឺខ្ពស់ណាស់ហ្គេមនេះទើបតែបើកដំណើរការហើយនេះជាឱកាសមាសរបស់នាងដើម្បីរកលុយឲ្យបានច្រើនបន្ទាប់មកនាងក៏ចាប់អារម្មណ៍អ្វីដែលចម្លែកកូនចៅរបស់នាងមើលទៅប្លែកជាងមុនហើយដាវនោះគឺថ្មីស្រឡាំងរូបរាងរបស់វាបានផ្លាស់ប្ដូរនាងភ្ញាក់ផ្អើលខ្លាំងដែលកូនចៅនេះអាចឡើងកម្រិតសម្រាប់បិសាចនិងបដូររូបរាងបានវាច្បាស់ជាការផ្លាស់ប្ដូរហ្សែនហើយនាងសប្បាយចិត្តពេកក៏អោបឆ្អឹងកងនោះហើយប្រាប់ថាវានឹងនាំនាងទៅកាន់ចំណុចកំពូលនៃជីវិតនាងរត់ទៅប្រមូលរបស់របរបន្ថែមទាំងនិយាយរវីថាពួកគេនឹងក្លាយជាអ្នកមាននៅព្រឹកនេះចាំមើលបន្តិចទៅនេះជាកន្លែងដែលរឿងចាប់ផ្ដើមឡើងកម្ដៅតែឆ្អឹងកងដឹងថាពួកគេមិនអាចនៅទីនេះបន្តទៀតបានទេវាត្រូវព្យាយាមតាក់ទងជាមួយនាងតែនាងយល់ច្រឡំភ្លាមថាវាចង់បដូរទៅតំបន់ផ្សេងទៀតដើម្បីប្រមាញ់បិសាចនាងមិនចូលចិត្តគំនិតនេះទេព្រោះកន្លែងនេះសម្បូរទៅដោយបិសាចខ្សោយហើយវាអាចសម្លាប់ពួកវាបានយ៉ាងលឿននាងចង់នៅកន្លែងសំណុកបែបនេះនៅពេលវាព្យាយាមលើកនាង3ដើម្បីចាក់ចេញទៅក្រៅនាងក៏ភ័យស្លន់ស្លោនាងស្រែកឲ្យវាដាក់ចុះហើយអង្វរឲ្យនាងបន្តរើសរបស់ទៀតតែវាធ្វើមិនដឹងមិនឮចំពោះសម្លេងយំរបស់នាងឡើយវាបានសម្រេចចិត្តរួចហើយក្នុងនាមជាអ្នកកើតជាថ្មីក្នុងโลกនេះវាមិនមានអ្វីត្រូវជំពាក់ជំពិននឹងពិភពពិតទៀតទេអ្វីដែលវាត្រូវការគឺប្រើចំណេះដឹងហ្គេមទាំងអស់ដើម្បីនាំមុខគេការសម្លាប់ដំបូងបិសាចសម្ងាត់និងគ្រឿងបំពាក់កម្រវាត្រូវប្រាក់យកពួកវាឲ្យបានទាំងអស់ទោះបីជាត្រូវអូសម្ចាស់របស់វាចេញពីកន្លែងស្រណុកសុកស្រួលក៏ដោយព្រោះតំបន់អ្នកថ្មីនេះមិនគ្រប់គ្រាន់ទៀតទេពួកគេត្រូវទៅកាន់គោលដៅបន្ទាប់ដែលល្បីថាមានគុកងងឹតសម្ងាត់មួយនៅក្បែរនោះនិងប្រហែលជាមានបិសាចធំសម្ងាត់ទៀតផងវាគ្រោះថ្នាក់តែរង្វាន់គឺពិតជាសមតម្លៃក្នុងពេលនោះប្រព័ន្ធក៏បានបង្ហាញព័ត៌មានលម្អិតរបស់នាងដែលមានឈ្មោះហៅក្រៅថាស្រីស្អាតភ្លីភ្លើនាងគឺជាគ្រូមន្តអាគមខ្មោចកម្រិត3ឈ្មោះពិតគឺម៉ាងជាមួយនឹងកម្រិតបែបនេះនាងមិនមានអ្វីពិសេសទេតែដោយសារមានកូនចៅដែលផ្លាស់ប្ដូរហ្សែននៅក្បែរខ្លួននាងប្រហែលជាមានឱកាសក្លាយជាអ្នកខ្លាំងបើអាចរស់រានបានរូបភាពបានបដូរទៅកាន់ភ្នំខ្លាឃ្មុំសាហាវដែលទីនោះកំពុងមានភាពវឹកវរខ្លាំងសំឡេងស្រែកលាន់ឮពេញព្រៃខណៈដែលក្រុមអ្នកលេងទាំងមូលត្រូវបានកម្ចាត់អ្នកលេងដែលនៅសេសសល់បន្តិចបន្តួចបានបោះបង់អ្វីទាំងអស់មិត្តរួមក្រុមនាំគ្នាដណ្ដើមរបស់របរហើយជ្រើសរើសការរស់រានមានជីវិតជាជាងភាពស្មោះត្រង់ក្រុមរបស់ពួកគេបានបែកបាក់ដោយភាពភ័យខ្លាចក្នុងចំណោមការបំផ្លិចបំផ្លាញខ្លាឃុំយ៉ាក់មួយបានចេញពីព្រៃកញ្ញាំរបស់វាជោកដោយឈាមហើយសម្លេងក្រហមធ្វើឲ្យញាក់ដីម្នាក់ក្នុងចំណោមមកអ្នករស់រានមានជីវិតដែលកំពុងរត់គេចគឺជាបុរសក្បាលទំពាក់ម្នាក់គាត់ព្យាយាមរត់តែចិត្តនៅតែចង់បានរបស់របរទោះបីជាសេចក្តីស្លាប់នៅចិត្តក៏ដោយក៏គាត់នៅតែគិតពីមាសនិងទ្រព្យសម្បត្តិរបស់គាត់ដែររំពេចនោះគាត់ឃើញអ្វីម្យ៉ាងនៅពីក្រោយក៏ងាកទៅមើលទាំងភ្នែកធំប្រកបដោយក្តីសង្ឃឹមគាត់ស្មានថាមិត្តរួមក្រុមត្រឡប់មកជួយតែអ្វីដែលគាត់បានឃើញបែរជាធ្វើឲ្យគាត់ភ័យរហូតដល់ស្លេកមុខអ្នកទាំងអស់គ្នាឃើញអត់នេះមិនមែនជាខ្មោចទេតែជាតួឯករបស់យើងតាចុងឆាងដែលកើតជាថ្មីក្នុងរូបរាងឆ្អឹងកងគាត់កំពុងដើរកាត់ផ្សែងភ្លើងទាំង3ក្មេងស្រីម្នាក់ក្នុងដៃក្មេងស្រីនោះរើបំរាស់យ៉ាងខ្លាំងនិងស្រែកដោយភាពច្របូកច្របល់មិនដឹងថាហេតុអ្វីបានជាវា3នាងតែមិនមានពេលសម្រាប់ប្រកែកគ្នាទេបរោះក្បាលទំពេកបានស្លាប់នៅចំពោះមុខពួកគេទាំងមិនទាន់បានស្រែកផងការវាយប្រហាររបស់ខ្លាឃ្នំយក្សបានកំទេចគាត់ភ្លាមរូបកាយរបស់គាត់បានធ្លាក់ដល់ដីដូចជាតុក្កតាដែលខូច
ចុងឆាងសម្លឹងមើលដោយស្ងប់ស្ងាត់អ្នកលេងនោះស្លាប់ដោយសារបាត់បង់ឈាមច្រើនគ្រាន់តែខ្លាឃ្មុំវាយមួយដៃគឺចាប់តែម្ដងបន្ទាប់មកបិសាចនោះក៏ងាកមករោពួកគេទាំងក្រហមយ៉ាងខ្លាំងប្រព័ន្ធបង្ហាញព័ត៌មានថាវាជាខ្លាឃ្មុំក្រញ៉ាំដែកកម្រិត7ក្មេងស្រីនោះភ័យស្លន់ស្លោហើយប្រាប់ឲ្យឆាប់ចាក់ចាញ់ពីទីនេះសូម្បីតែអ្នកលេងកម្រិត5ក៏ទប់ទល់ជាមួយបិសាចនេះមិនបានដែរនាងមិនចង់បាត់បង់របស់ដែលនាងបានប្រមូលតាំងពីមកដល់ទីនេះទេតែចុងឆាងមានគំនិតផ្សេងសម្រាប់វានេះគឺជាឱកាសដ៏ល្អបំផុតពួកអ្នកលេងដែលធ្លាប់ប្រមាញ់នៅទីនេះត្រូវបានខ្លាឃ្មុំសម្លាប់អស់ហើយវាធ្លាប់គិតថាត្រូវប្រយុទ្ធជាមួយអ្នករស់រានមានជីវិតខ្លះៗតែព្រហ្មលិខិតបានបើកផ្លូវឲ្យវាបាត់ទៅហើយអ្វីដែលកាន់តែពិសេសអ្នកលេងទាំងនោះបានជួយវាក្នុងការប្រមូលផ្ដុំខ្លាឃ្មុំឲ្យនៅកន្លែងតែមួយដោយមិនដឹងខ្លួនពួកគេបានធ្វើការងារពាក់កណ្ដាលជំនួសវាមិនត្រឹមតែអាចកម្ចាត់បិសាចទាំងអស់នោះបានទេតែលក្ខខណ្ឌដើម្បីហៅបិសាចសម្ងាត់ក៏បានគ្រប់គ្រាន់ដែរដោយមិនបង្អង់យូរវាក៏គ្រូវែងក្មេងស្រីនោះទៅម្ខាងនាងស្រែកតវ៉ាហើយថាសត្វចិញ្ចឹមនេះមិនស្ដាប់បង្គាប់និងរំលឹកថាខ្លួនជាម្ចាស់វាតែវាមិនខ្វល់ទេឥឡូវនេះខ្លាឃ្មុំរាប់សិបក្បាលកំពុងឡោមព័ទ្ធតំបន់នេះដោយសារធុំក្លិនឈាមនិងការធ្វើចលនាល្អណាស់ពួកវាជួបជុំគ្នាអស់ហើយក្មេងស្រីនោះបានត្រឹមតែឈរមើលទាំងញ័រខ្លួនទៅត្រឹកនាងខ្សឹបអង្វរវាឲ្យឈប់តែវាឈរស្ងៀមមិនកំរើកឡើយនាងអង្វរម្ដងហើយម្ដងទៀតព្រោះតែខ្លាចថាសកម្មភាពរបស់វាទាក់ទាញការចាប់អារម្មណ៍ពីខ្លាឃ្មុំក្រញ៉ាំដែកដែលជាបិសាចដ៏សាហាវបំផុតមួយនៅក្នុងតំបន់នេះនាងនិយាយដដែលដោយសង្ឃឹមថាវានឹងស្ដាប់តាមតែចុងឆាងកំពុងតែរៀបចំផែនការរួចជាស្រេចវាបានទាក់ទាញសត្រូវឲ្យមករកវាតែម្នាក់ឯងដើម្បីកុំឲ្យនាងមានគ្រោះថ្នាក់ដោយប្រើចំណេះដឹងពីមុននិងភាពស្ទាត់ជំនាញក្នុងបច្ចេកទេសហ្គេមវាក៏ចាប់ផ្ដើមធ្វើសកម្មភាពខ្លាឃ្មុំវាយក្រញ៉ាំរបស់វាទៅលើដីតែមិនត្រូវហើយខ្លាឃ្មុំមួយទៀតវាយពីក្រោយចាំមើលជាមួយខ្ញុំថាវានឹងទៅជាយ៉ាងណាខ្លាឃ្មុំកំពុងតាមខំគេតែចាំមើលឲ្យច្បាស់បងប្អូននឹងឃើញឆ្អឹងម្នាក់នេះធ្វើរឿងមិនគួរឲ្យជឿឈាមគេសល់តិចណាស់តែគេផ្លាស់ទីយ៉ាងលឿនបំផុតបិសាចខ្លាឃ្មុំទាំងនេះមិនអាចប៉ះគេបានសូម្បីតែបន្តិចចលនារបស់គេរហ័សដូចជាខ្មោចលងធ្វើឲ្យក្មេងស្រីម្នាក់នោះមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងគេមិនត្រឹមតែកិច្ចទេតែគេកំពុងបញ្ឆោតឲ្យពួកវាវាយគ្នាឯងថែមទៀតពេលនេះនាងបានដឹងថាគេកំពុងគ្រប់គ្រងសមរភូមិទាំងស្រុងខ្លាឃ្មុំដ៏កាចសាហាវទាំងនោះមានការភ័ន្តច្រឡំនិងខឹងសម្បាយ៉ាងខ្លាំងរហូតដល់ពួកវាចាប់ផ្ដើមវាយឆ្មក់គ្នាឯងយ៉ាងចាស់ដៃវាដូចជាការមើលក្មេងម្នាក់កំពុងលេងសើចជាមួយសត្វសាហាវអញ្ចឹងរាងកាយឆ្អឹងរបស់ចុងឆេងផ្ដល់ឲ្យគេនូវភាពបត់បែនលើសពីមនុស្សធម្មតាល្បឿនរបស់គេគឺលឿនជាងអ្នកលេងធម្មតាដល់ទៅ2 ដងឯណោះនេះគឺជាសមត្ថភាពដ៏អស្ចារ្យដែលគ្មាននរណាអាចធ្វើតាមបានឡើយទោះបីខ្លាឃ្មុំទាំងនេះមានឈាមច្រើននិងកម្លាំងខ្លាំងក៏ដោយតែចលនារបស់ពួកវាគឺយឺតណាស់គេដឹងពីចំណុចខ្សោយរបស់ពួកវាគឺនៅត្រង់កែងជើងគេបានប្រើជំនាញ Swift Draw ដើម្បីបង្កើនល្បឿនវាយប្រហារ 20% គោលដៅរបស់គេគឺសន្លាក់ឆ្អឹងរបស់ពួកវាគេបានកាត់សរសៃពួររបស់ពួកវាជាបន្តបន្ទាប់រហូតដល់ខ្លាឃ្មុំទាំងនោះដួលទៅលើដីនិងមិនអាចក្រោកឈរឡើងវិញបានទៀតឡើយនៅពេលពួកវាបាត់បង់សមត្ថភាពផ្លាស់ទីគេក៏ចាប់ផ្ដើមវាយទៅលើចំណុចស្លាប់រាល់ការវាយសម្រុកម្ដងគឺចំគោលដៅយ៉ាងច្បាស់លាស់បំផុតឥឡូវនេះយើងចូលដល់ចំណុចគ្រោះថ្នាក់បំផុតហើយប្រយ័ត្នឲ្យមែនទែនណាអ្នកទាំងអស់គ្នានេះហើយជាមូលហេតុដែលពួកវាសាហាវខ្លាំងនៅពេលរបួសធ្ងន់ពួកវាអាចប្រើជំនាញ Lightning Roar បានវាគឺជាការបញ្ចេញចរន្តអគ្គិសនីដ៏ខ្លាំងក្លាដើម្បីធ្វើឲ្យសត្រូវខ្វិនភ្លាមនេះគឺជាវិធីដែលអ្នកលេងភាគច្រើនត្រូវស្លាប់នៅទីនេះបន្ទាប់ពីជាប់គាំងពួកខ្លាឃ្មុំនឹងសម្រុកចូលមកសម្លាប់ពួកគេតែម្ដងក្មេងស្រីម្នាក់នោះភ័យខ្លាំងណាស់នាងគិតថាចុងឆេងមិនអាចរស់បានឡើយនាងបានរត់ចូលទៅជួយទាំងមិនដឹងពីកម្លាំងពិតរបស់គេទោះបីជាវាជាទង្វើដែលល្ងងខ្លៅប៉ុន្តែក៏បង្ហាញពីភាពថ្លៃថ្នូររបស់នាងដែរទោះយ៉ាងណានាងនៅតែយល់ច្រឡំពីសមត្ថភាពរបស់គេដដែលក្នុងនាមជាបិសាចឆ្អឹងជុងឆេងគ្មានឈាមឬប្រព័ន្ធសរសៃប្រសាទឡើយអគ្គិសនីមិនអាចធ្វើអ្វីគេបាននោះទេបន្ទាប់ពីប្រើជំនាញហើយខ្លាឃ្មុំទាំងនោះមានចន្លោះប្រហោងរយៈពេល3 វិនាទីហើយចាំងឆាំងមិនបណ្ដោយឲ្យឱកាសនេះកន្លងហួសឡើយគេបានប្រើពេលវេលាដ៏ខ្លីនោះដើម្បីបញ្ចប់ជីវិតពួកវាទាំងអស់រាល់ការវាយប្រហារគឺចំចំណុចស្លាប់និងដោះស្រាយការខូចខាតយ៉ាងធ្ងន់ធ្ងរក្មេងស្រីម្នាក់នោះឈរថ្លឹងនាងមិននឹកស្មានថាបិសាចដែលនាងហៅមកមានកម្លាំងខ្លាំងបែបនេះទេនាងពិតជាមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងការមើលចលនារបស់គេធ្វើឲ្យនាងនឹកឃើញដល់រឿងម្យ៉ាងវាដូចជាការមើលឃើញរូបភាពរបស់អ្នកលេងរឿងព្រេងនិទានម្នាក់អញ្ចឹងនោះគឺចុងឆាងដែលជាអ្នកសាកល្បងកម្រិតខ្ពស់នៅក្នុងហ្គេម Great Westlands ទាំងបច្ចេកទេសនិងប្រតិកម្មគឺដូចគ្នាទាំងស្រុងតែម្ដងនាងឆ្ងល់ថាតើនេះគឺជាតួអង្គសម្ងាត់ដែលអ្នកបង្កើតហ្គេមបានដាក់មកឬយ៉ាងណាបានចឹងមែនវាកាន់តែរំភើបជាងមុនទៅទៀតជឿខ្ញុំទៅបងប្អូនប្រកាសជាគិតថាវាជារឿងចៃដន្យដែលមិនគួរឲ្យជឿមែនទេនាងពិតជាមានសំណាងណាស់ដែលហៅគេចេញមកបាន
នៅជុំវិញនាងពោពេញទៅដោយសម្ភារៈមានតម្លៃនិងមាសជាច្រើននាងដឹងថាត្រូវតែឆ្លៀតឱកាសនេះដើម្បីប្រមូលយកពួកវាឲ្យអស់អនាគតរបស់នាងអាស្រ័យលើរឿងនេះហើយប៉ុន្តែស្រាប់តែនាងមានអារម្មណ៍មិនស្រួលដូចជាមាននរណាម្នាក់កំពុងតាមដាននាងពីក្រោយប្រព័ន្ធបានប្រកាសថាគេទទួលបានពិន្ទុវិវត្តចំនួន421,000ចងឆេងទទួលបានពិន្ទុយ៉ាងច្រើនសន្ធឹកសន្ធាប់ពីសមរភូមិនេះជាមួយនឹងពិន្ទុដ៏ច្រើនបែបនេះការវិវត្តថ្មីគឺនៅជិតបង្កើយហើយគេអាចក្លាយជាអ្វីដែលខ្លាំងជាងមុនទៅទៀតស្រាប់តែមានជំរើសថ្មីមួយបានលេចឡើងវាគឺជាផ្លូវវិវត្តសម្ងាត់ដែលចង់ចេញបើកភ្នែកមើលទាំងការងឿងឆ្ងល់វាត្រូវចំណាយពិន្ទុវិវត្តចំនួន2,000ដែលច្រើនជាងធម្មតាដល់ទៅ2ដងគេមិនដែលរំពឹងថាមានផ្លូវបែបនេះនោះទេទោះបីជាវាមានតម្លៃខ្ពស់ប៉ុន្តែគេដឹងថាត្រូវតែជ្រើសរើសយកវាព្រោះវាជាឱកាសតែមួយគត់ដើម្បីក្លាយជាកំពូលអ្នកលេងដើម្បីកម្ចាត់មេធំសម្ងាត់គេត្រូវតែសម្លាប់បិសាចឲ្យអស់ពីតំបន់នេះគេមិនមានភាពស្ទាក់ស្ទើរឡើយក្នុងការសម្រេចចិត្តគេនឹងបង្ហាញឲ្យអ្នករាល់គ្នាឃើញថាឆ្អឹងកំទេចកំតីមួយនេះអាចក្លាយជាអ្វីបានខ្លះការសងសឹកនិងភាពអស្ចារ្យចិត្តមកដល់ហើយនៅជ្រៅក្នុងព្រៃសម្រែករបស់សត្រូវចាប់ផ្ដើមលឺកាន់តែខ្លាំងឡើងពួកវាបានដឹងពីទីតាំងដែលគោលដៅរបស់ពួកវាកំពុងរត់ទៅហើយការដេញតាមកាន់តែមានភាពតានតឹងខ្លាំងឡើងរាល់សំហៀនតួឯករបស់យើងបានបីក្មេងស្រីម្នាក់នោះរត់យ៉ាងលឿនឆ្លងកាត់ព្រៃធំបេះដូងរបស់នាងលោតញាប់ខ្លាំងណាស់ខណៈពេលដែលនាងខ្សឹបប្រាប់គេថាគេប្រហែលជាមិនអាចត្រឡប់មកវិញបានទេលើកនេះស្រាប់តែមានសត្រូវម្នាក់បានលេចមុខមកស្ទាក់ផ្លូវរបស់ពួកគេនាងបានប្រាប់ឲ្យគេដាក់នាងចុះដើម្បីឲ្យគេអាចតតាំងជាមួយពួកវាបានប៉ុន្តែគេមិនបានបន្ថយល្បឿនឬលែងដៃឡើយគេនៅតែបន្តរត់ទៅមុខដោយទឹកមុខយ៉ាងម៉ឺងម៉ាត់បំផុតនាងចាប់ផ្ដើមគិតថាហេតុអីបានជាគេមិនព្រមបោះបង់នាងចោលឬមួយក៏គេបារម្ភពីសុវត្ថិភាពរបស់នាងខ្លាំងដល់ថ្នាក់នេះនាងឆ្ងល់ថាតើបិសាចឆ្អឹងដែលមើលទៅត្រជាក់ស្របៀងនេះអាចមានមនោសញ្ចេតនាចំពោះនាងដែរឬទេនៅពេលមើលចិត្តបែបនេះគេហាក់ដូចជាមានភាពសង្ហាម្យ៉ាងតាមបែបបិសាចទោះបីជានាងព្យាយាមដេញគំនិតនេះចេញក៏ដោយនាងរំលឹកខ្លួនឯងថាគេគ្រាន់តែជាបិសាចដែលនាងហៅមកប៉ុណ្ណោះប៉ុន្តែមុនពេលនាងយល់ច្បាស់គេក៏បានធ្វើរឿងមួយគេបានក្រវែងនាងចូលទៅក្នុងកំពូលព្រៃដើម្បីសុវត្ថិភាពហើយរត់សម្ដៅទៅរកសត្រូវតែម្នាក់ឯងដើម្បីតាក់ទាញពួកវាចេញទៅនាងមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងពេលដឹងថាគេសុកចិត្តលះបង់ខ្លួនឯងដើម្បីការពារនាងនេះគឺជាទឹកចិត្តដ៏អស្ចារ្យបំផុតពួកសត្រូវសម្រុកចូលមកយ៉ាងលឿនជាមួយនឹងទម្រង់វាយប្រហារយ៉ាងច្បាស់លាស់ពួកវាមានទាំងអ្នកវាយចិត្តនិងអ្នកវាយឆ្ងាយជឿខ្ញុំទៅបងប្អូនប្រកាសជាចង់ដឹងថាគេនឹងដោះស្រាយជាមួយក្រុមអ្នកបរបាញ់ដែលមានការសហការគ្នាបានល្អនេះយ៉ាងដូចម្ដេចជួបគ្នានៅវគ្គក្រោយមកមើលជាមួយខ្ញុំនៅគ្រាដែលតួឯកយើងរៀបអន្ទាក់កុំតិចក្រុមចៅដែលចង់ប្លន់របស់របរពីគេវិញពួកវាបាត់បង់ទំនុកចិត្តតែនេះមិនមែនជាក្រុមធម្មតាឡើយមេដឹកនាំរបស់ពួកគេបានស្រែកបញ្ជាឲ្យគ្រប់គ្នាប្រុងប្រយ័ត្នគេដឹងថាសត្វកោះហៅមិនអាចនៅឆ្ងាយពីម្ចាស់បានទេដូច្នេះអ្នកមុនអាគមខ្មោចស្រីនោះប្រកាសជាពួននៅក្បែរនេះចិត្តរបស់គេពេញដោយមន្ទិលសង្ស័យថាតើនាងអាចឡើងកម្រិតលឿនបែបនេះបានដោយរបៀបណាឬក៏នាងត្រៀមខ្លួនរួចជាស្រេចបរិយាកាសនៅក្នុងព្រៃហាក់ដូចជាមានអ្វីមិនប្រក្រតីវាមានអារម្មណ៍ថាធ្ងន់និងគួរឲ្យខ្លាចខុសពីធម្មតាតែគេមិនខ្វល់ឡើយហើយបានបញ្ជាឲ្យសត្វស្លាបស្រមោលដែលជាអ្នកស៊ើបការឲ្យទៅពិនិត្យមើលជុំវិញនោះភ្លាមប៉ុន្តែវាមិនអាចទៅបានឆ្ងាយឡើយដាវដ៏មុតស្រួចបានកាត់ស្លាបវាដាច់ហើយសម្រាប់ឈឺចាប់ក៏បានបន្លឺឡើងពេញព្រៃអ្នកស៊ើបការនោះបានជេរប្រតិចឆ្អឹងខ្មោចនិងគប់កំបិតរាប់មិនអស់ដើម្បីដេញវាចេញតែតួឯកយើងមិនរីរ៉ៃឡើយគេបានប្រើដាវវិលការពាររាល់ការវាយប្រហារហើយបោះជំហានទៅមុខមួយយ៉ាងនឹងណូដើម្បីកាត់បន្ថយគម្លាតមេដឹកនាំក្រុមចាប់ផ្ដើមស្ទាក់ស្ទើរគេមិនប្រកាសថាគួរវាយប្រហារមុនឬយ៉ាងណាទេតែដោយសារគ្មានការឆ្មក់វាយប្រហារផ្សេងទៀតគេក៏លើកញញួរឡើងស្រែកបញ្ជាឲ្យសម្លាប់ការវាយប្រហាររបស់គេធ្ងន់រហូតដល់ធ្វើឲ្យផែនដីញ័រតែឆ្អឹងខ្មោចបានគេចផុតយ៉ាងលឿនលើសពីសត្វកោះហៅកម្រិតទាបធម្មតាទៅទៀតភាពច្បោកច្បល់បានកើតឡើងពេញក្រុមប៉ុន្តែចម្ងល់ទាំងនោះមិនបាននៅយូរឡើយសម្លេងពីប្រព័ន្ធបានបន្លឺឡើងយ៉ាងត្រជាក់ស្រេបឥឡូវប្រយ័ត្នឲ្យមែនតែនព្រោះប្រព័ន្ធបានប្រកាសថាអ្នកត្រូវបានរកឃើញដោយស្ដេចខ្លាឃ្មុំបិសាចដ៏កាត់សាហាវប្រចាំភ្នំនេះហើយសម្លេងក្រហមដ៏ខ្លាំងក្លាបានធ្វើឲ្យមេឃរញ្ជួយហើយបិសាចដ៏ធំមហិមាក៏បានលេចខ្លួនឡើងពីខាងលើភ្លាមតែម្ដងមុនពេលមានអ្នកតបបានក្រញ៉ាំដ៏ធំរបស់វាបានវៃកំទេចដីនិងកិនសម្លាប់សត្វស្លាបស្រមោលឲ្យស្លាប់មួយរំពេចការស្លន់ស្លោបានកើតឡើងហើយមេដឹកនាំទើបតែដឹងខ្លួនថានេះមិនមែនជារឿងចៃដន្យឡើយតែវាជាផែនការរបស់ម្ចាស់ឆ្អឹងខ្មោចនាងចង់អូសពួកគេឲ្យចូលទៅក្នុងសម្បុកបិសាចបន្ទាប់មកខ្លាឃ្មុំនោះបានប្រើជំនាញក្រហមកម្រិតកាចសាហាវធ្វើឲ្យព្រៃទាំងមូលញ័ររញ្ជួយមេដឹកនាំក្រុមបានស្រែកបញ្ជាឲ្យគ្រប់គ្នាដកថយជាបន្ទាន់ប៉ុន្តែអ្វីគ្រប់យ៉ាងវាហាក់ដូចជាយឺតពេលទៅហើយសម្រាប់ពួកគេដីចាប់ផ្ដើមប្រែប្រួលដោយសារតែមានការគ្រប់គ្រងទំនាញផែនដីដែលធ្វើឲ្យពួកគេមិនអាចកម្រើកទៅណាបានឡើយបន្ទាប់មកជំនាញដែនដីព្យុះខ្សាច់បានផ្ទុះឡើងនិងលេបត្របាក់សមរភូមិទាំងមូលដោយខ្យល់ដ៏កាចសាហាវបំផុតអ្នកលេងត្រូវបានហែកជាចំណែកហើយខ្លះទៀតត្រូវបានបិសាចលេបទាំងរស់ដែលធ្វើឲ្យមេដឹកនាំដឹងថាពួកគេចាញ់បោកគេទាំងស្រុង
ពួកគេត្រូវបានអូសមកដើម្បីកំទេចដោយកម្លាំងដែលលើសពីកម្រិតក្នុងស្ថានភាពដ៏វឹកវរនេះគេបានឃើញឆ្អឹងខ្មោចឈរមើលយ៉ាងស្ងប់ស្ងាត់អ្នកឃើញទេគេឈាមត្រជាក់ខ្លាំងណាស់មេក្រុមនោះដឹងថាបើមានសត្វកោះហៅនៅទីនេះម្ចាស់វាក៏ប្រកាសជានៅក្បែរនោះដែរព្យុះបានរលាយបាត់មួយផ្លែតដើម្បីឲ្យអ្នកដែលសល់ព្យាយាមរត់មេដឹកនាំស្រែកឲ្យដកថយដើម្បីយកដំណឹងអំពីបិសាចនេះទៅប្រាប់គេឯងប៉ុន្តែភ្លាមនោះឆ្អឹងខ្មោចក៏បានបាត់ខ្លួនពីមុខរបស់គេមុនពេលគេដឹងខ្លួនដាវដុំមុតស្រួចបានឆាបឆេះម្ដងទៀតយ៉ាងលឿនចក្ខុវិស័យរបស់គេចាប់ផ្ដើមវិលមកហើយរាងកាយបានដួលទៅលើដីព្រោះតែក្បាលរបស់គេត្រូវបានកាត់ដាច់ដោយមិនដឹងខ្លួនកំណត់ចុងក្រោយគឺភាពមិនជឿដែលថាខ្លួនត្រូវស្លាប់ក្រោមដៃសត្វកោះហៅការជេរប្រតិចរបស់គេក៏ត្រូវបានរលត់ទៅវិញយ៉ាងស្ងប់ស្ងាត់ឆ្អឹងខ្មោចបានឈរពីលើសាកសពរបស់គេហើយធ្វើកាយវិការចំអកដោយដាក់មេដៃចុះក្រោមយ៉ាងប្រងើយកន្ទើយបំផុតនេះគឺជាការចំអកដ៏ស្ងៀមស្ងាត់មុនពេលប្រព័ន្ធប្រកាសថាហើយណាបានស្លាប់ហើយភាពស្ងប់ស្ងាត់បានកើតឡើងតែមួយផ្លែតប៉ុណ្ណោះស្រមោលដ៏ធំរបស់ខ្លាឃ្មុំបានគ្របដណ្ដប់លើឆ្អឹងខ្មោចបិសាចធំនេះបានងាកមកចំណុចគោលដៅតែមួយគត់ដែលនៅសេសសល់ប្រព័ន្ធបន្លឺឡើងម្ដងទៀតថាបន្ទុកវិវត្តត្រូវបានបំពេញគ្រប់គ្រាន់ហើយតើអ្នកចង់ធ្វើការវិវត្តឥឡូវនេះដែរឬទេនៅពីក្រោយខ្នងគេបិសាចខ្លាឃ្មុំបានលោតមកបំរុងលេបត្របាក់គេទាំងមូលប៉ុន្តែឆ្អឹងខ្មោចមិនមានភាពតក់ស្លុតឡើយសំណួរវិវត្តលេចឡើងម្ដងទៀតហើយគេក៏បានជ្រើសរើសយកពាក្យថាយល់ព្រមដោយគ្មានភាពស្ទាក់ស្ទើរឡើយរាងកាយរបស់គេចាប់ផ្ដើមផ្លាស់ប្ដូរខណៈដែលស្រមោលខ្មៅងងឹតរបស់បិសាចខ្លាឃ្មុំបានលេបត្របាក់អ្វីគ្រប់យ៉ាងជុំវិញខ្លួនគេស្រាប់តែមានរន្ទះបាញ់យ៉ាងខ្លាំងចេញពីមេឃមកចំតួឯកយើងចំកណ្ដាលក្បាលតែម្ដងតែគេមិនបានដួលរលំទៅលើដីឡើយគេបានប្រើដៃឆ្អឹងទប់មាត់ដ៏ធំរបស់ខ្លាឃ្មុំឲ្យនៅស្ងៀមសំឡេងប្រព័ន្ធប្រាប់ថាគេមានពេលការពារខ្លួនតែ3វិនាទីប៉ុណ្ណោះក្នុងគ្រានោះរាងកាយគេបានវិវត្តទៅជាឆ្អឹងខ្មោចប្រយុទ្ធកម្រិតទី3ឆ្អឹងកាន់តែរឹងមាំហើយឈុតក្រោះក៏ប្ដូររូបរាងថ្មីដៃរបស់គេឥឡូវមានអាវក្រោះការពាររឹងមាំប៉ុន្តែភ្លាមនោះការការពារពីការវិវត្តក៏បានរលាយបាត់ទៅវិញគេបានដកដាវចេញយ៉ាងលឿនហើយប្រព័ន្ធក៏បានផ្ដល់ជំនាញថ្មីដល់គេដែលធ្វើឲ្យល្បឿនវាយប្រហារកើនឡើង 40% គេមានអារម្មណ៍ថាចលនារបស់គេលឿនដូចជាផ្លេកបន្ទោគេបានសម្លឹងមើលបិសាចខ្លាឃ្មុំដែលជាស្ដេចភ្នំដ៏កាចសាហាវនេះគេសង្កេតមើលរូបរាងដ៏ធំរបស់វាដើម្បីស្វែងរកចំណុចខ្សោយត្រង់សន្លាក់និងករបស់វាឲ្យឃើញគេបានដកដាវចេញយ៉ាងលឿនបំផុតហើយប្រព័ន្ធក៏បានផ្ដល់រង្វាន់ជាជំនាញថ្មីដល់គេជំនាញដកដាវរបស់គេឡើងដល់កម្រិតទី2ដែលធ្វើឲ្យល្បឿនកើនឡើង 40% គេប្រឈមមុខនឹងស្ដេចខ្លាឃុំបិសាចដែលជាសត្វសាហាវបំផុតហើយចាប់ផ្ដើមស្វែងរកចំណុចខ្សោយរបស់វាតែក្រកឆ្អឹងថ្មីនេះផ្ដល់ផលចំណេញដល់គេជឿខ្ញុំចុះវានឹងកក្រៅមិនខានមកមើលជាមួយខ្ញុំបន្តិចតួឯកយើងកំពុងប្រើព្រួញឆ្អឹងបាញ់កាត់ខ្យល់យ៉ាងសាហាវតែស្រាប់តែខ្លាឃ្មុំនោះក្រហមឡើងយ៉ាងខ្លាំងហើយវាក៏ប្រើជំនាញទាញទំនាញផែនដីធ្វើឲ្យគេធ្លាក់ចុះមកក្រោមយ៉ាងធ្ងន់ខណៈដែលប្រព័ន្ធចាប់ផ្ដើមលោតសញ្ញាព្រមានជុំទិសស្ដេចភ្នំមួយនេះបានបញ្ចេញជំនាញចុងក្រោយរបស់វាគឺដែនដីព្យុះសាច់ដែលធ្វើឲ្យសមរភូមិទាំងមូលប្រែជាគ្រោះថ្នាក់បំផុតខ្យល់អាកាសប្រែជាធ្ងន់ដូចដែកបើគេកិច្ចមិនទាន់ទេចលនារបស់គេនឹងត្រូវយឺតយ៉ាវហើយការវាយប្រហារក៏គ្មានប្រសិទ្ធភាពដែរក្នុងសមរភូមិគៀកបែបនេះគេនឹងត្រូវវាបំបុកឲ្យខ្ទេចជាមិនខានដូច្នេះគេត្រូវតែរកវិធីឆ្លើយតបឲ្យបានឆាប់បំផុតគេដឹងថាព្រួញឆ្អឹងមិនអាចប្រើបានក្នុងសម្ពាធបែបនេះទេទើបគេសម្រេចចិត្តបិទភ្នែកវារួចរៀបគម្រោងវាយបកវិញម្ដងបន្ទាប់មកគេក៏បានបង្វិលកម្លាំងទំនាញផែនដីនោះមកធ្វើជាអាវុធដើម្បីបង្កើនកម្លាំងវាយប្រហាររបស់ខ្លួនឲ្យកាន់តែខ្លាំងគេក៏ស្ទុះទៅមុខយ៉ាងលឿនរួចកាប់ចំក្បាលពោះខ្លាឃ្មុំនោះតែម្ដងតែប្រយ័ត្នសញ្ញាព្រមានកំពុងតែលោតខ្លាំងម្ដងទៀតហើយព្យុះខ្សាច់កាន់តែសាហាវកម្លាំងទំនាញក៏កាន់តែធ្ងន់ខណៈដែលបិសាចដ៏ធំនេះកំពុងត្រៀមខ្លួនប្រើក្បាច់ចុងក្រោយរបស់វាដោយសល់ព្រួញឆ្អឹងតែបន្តិចគេក៏សម្រេចចិត្តសម្រុកចូលទៅរួចបាញ់ព្រួញចូលទៅក្នុងខ្លួនបិសាចនោះយ៉ាងសាហាវគេតម្រង់ទៅភ្នែកខាងឆ្វេងរបស់វារហូតដល់វាខ្វាក់ភ្នែកហើយខ្លាឃ្មុំយក្សនោះក៏ចាប់ផ្ដើមរេទៅរេមកដោយការឈឺចាប់គេមានអារម្មណ៍ថាកម្លាំងទំនាញចាប់ផ្ដើមបាត់ទៅវិញរួមជាមួយជំនាញបិសាចដែលជិតអស់ដែលធ្វើឲ្យវាចុះខ្សោយខ្លាំងគេគិតក្នុងចិត្តថាវានឹងត្រូវចប់ជាមិនខានតែជំនាញថ្មីដែលគេទើបតែទទួលបាននេះគឺពិតជាស៊ីកម្លាំងរបស់គេខ្លាំងណាស់ប៉ុន្តែចាំមើលត្រង់នេះស្រាប់តែប្រព័ន្ធបានលូកដៃចូលមកហើយមានសម្លេងមួយនិយាយទៅកាន់គេដោយផ្ទាល់តែម្ដងសម្លេងនោះនិយាយថាវាបានរងចាំគេជាយូរមកហើយដែលធ្វើឲ្យឆ្អឹងកងយើងស្រឡាំងកាំងយ៉ាងខ្លាំងគេមានការភ្ញាក់ផ្អើលរស់បិសាចដំបងមិនដែលត្រូវបានរចនាឡើងឲ្យមកនិយាយជាមួយអ្នកលេងបែបនេះឡើយបន្ទាប់មកប្រព័ន្ធក៏ប្រកាសថានឹងផ្ដល់កាដូចុងក្រោយពីលើភ្នំនេះឲ្យគេរួចខ្លាឃ្មុំនោះក៏បញ្ចេញក្បាច់ហាមឃាត់មួយនោះគឺក្បាច់រន្ទះរាប់ពាន់សែនដែលជាមហន្តរាយដ៏ធំមួយដែលតួឯកយើងគិតថាវាមិនគួរមាននៅក្នុងហ្គេមនេះទេមេឃចាប់ផ្ដើមហែកចេញរួចរន្ទះក៏បាញ់ធ្លាក់មកដូចភ្លៀងតែសំណាងល្អដែលគេមានសមត្ថភាពការពាររន្ទះនេះស្រាប់
នៅឯចម្ងាយឯនោះវិញក្មេងស្រីដ៏ស្រស់ស្អាតដែលបានកោះហៅគេមកកំពុងតែរត់ត្រឡប់មកវិញដោយក្តីបារម្ភបំផុតនាងដឹងថាគេសុកចិត្តទាក់ទាញសត្រូវទៅឆ្ងាយដើម្បីជួយនាងហើយនាងក៏មិនអាចទុកឲ្យគេស្លាប់នៅទីនេះម្នាក់ឯងដែរនាងត្រូវតែជួយគេឲ្យបានរួចនាងក៏រត់ចូលមកដល់សមរភូមិហើយក៏ឃើញបិសាចលាក់មុខដ៏ធំសម្បើមម្នាក់នោះភ្នំទាំងមូលចាប់ដើមរញ្ជួយដោយការផ្ទុះចុងក្រោយហើយប្រព័ន្ធក៏បានប្រកាសនៅអ្វីដែលគ្មាននរណាម្នាក់នឹកស្មានដល់អ្នកទាំងអស់គ្នាជឿទេការសម្លាប់បិសាចលាក់មុខលើកដំបូងនេះត្រូវបានប្រកាសឡើងដោយប្រព័ន្ធហ្គេមតែម្ដងឈ្មោះអ្នកលេងដែលបានសម្លាប់ខ្លាឃ្មុំសាហាវនោះគឺស្រីស្អាតល្ងងខ្លៅដែលធ្វើឲ្យម្ចាស់ឆ្អឹងកងឈួរញ័រខ្លួនកម្រិតរបស់នាងបានឡើងដល់10ហើយប្រព័ន្ធក៏បានជំរុញឲ្យនាងត្រឡប់ទៅទីក្រុងវិញដើម្បីជ្រើសរើសជំនាញពិសេសចំណែកឆ្អឹងកងវិញក៏បានឈរនៅក្បែរនាងយ៉ាងស្ងៀមស្ងាត់ជាមួយនឹងរូបរាងថ្មីដែលមើលទៅកាន់តែសាហាវជាងមុនការវិវត្តរបស់គេបានឈានដល់កម្រិតទី3នៃពូជអម្បូរខ្មៅឆៅដែលធ្វើឲ្យសមត្ថភាពរបស់គេកើនឡើងយ៉ាងខ្លាំងផ្លូវខាងមុខរបស់គេនឹងកាន់តែងងឹតនិងពោពេញដោយការតស៊ូដ៏ធំខណៈដែលនៅទីស្នាក់ការកណ្ដាលរបស់សមាគមខ្លាកំពុងតែក្តៅកគុកមេធំឆាងអង្គុយនៅក្បាលតុទាំងមុខមាំរួចមើលវីដេអូនៃការប្រយុទ្ធឡើងវិញជាមួយនឹងកែវភ្នែកដ៏មុតស្រួចគេបានរអ៊ូទាំងខឹងថាពួកកូនចៅរបស់គេសិតតែជាកាកសំណល់ដែលមិនអាចការពារទឹកដីខ្លាឃ្នុំនេះបានពួកវាថែមទាំងបណ្ដោយឲ្យអ្នកថ្មីម្នាក់ដណ្ដើមបានការសម្លាប់បិសាចលាក់មុខទៀតដែលរឿងនេះមិនគួរកើតឡើងតទៅសោះគេបានទម្លាក់ tablet ចុះរួចជេរប្រតិចថាភាពអសមត្ថភាពរបស់ពួកវានឹងធ្វើឲ្យគេខាតបង់ប្រាក់យ៉ាងច្រើនសន្ធឹកសន្ធាប់មេក្រុមបានលុតជង្គង់ចោះសុំទោសហើយសន្យាថានឹងចាប់ស្រីម្នាក់នោះយកមកសម្លាប់ចោលដើម្បីធ្វើជាការប្រមានដល់អ្នកដទៃមានសម្លេងម្នាក់ទៀតនិយាយថានាងនៅម្នាក់ឯងទេបើមានឱកាសម្ដងទៀតពួកគេនឹងកែខៃរឿងនេះឲ្យបានល្អវិញមេធំឆាងក៏បានក្រោកឈរឡើងជាមួយនឹងឈើវាយគោលនៅក្នុងដៃហើយទឹកមុខរបស់គេមើលទៅគួរឲ្យខ្លាចណាស់គេបានស្រែកសួរថាមនុស្សមួយក្រុមធំបែរជាចាញ់អ្នកលេងម្នាក់ដែលមិនទាន់ដល់កម្រិត10ទៅវិញតើគួរទុកពួកវាធ្វើអីទៀតសម្ដីរបស់គេដូចជាកំបិតដែលចាក់ទម្លុះបេះដូងកូនចៅខណៈដែលពួកវាឈួរញ័រខ្លួនទៅត្រាក់ដោយក្តីភ័យខ្លាចបំផុតនៅពេលដែលមានម្នាក់ព្យាយាមសុំទោសម្ដងទៀតឆាងក៏អស់ការអត់ធ្មត់ហើយប្រាប់ថាពួកគេនឹងមិនត្រូវលើកលែងឲ្យឡើយគេរំលឹកពួកវាថាមិនត្រឹមតែចាញ់ការប្រកួត3ទល់នឹង1នោះទេតែថែមទាំងបណ្ដោយឲ្យគេសម្លាប់បិសាចបានទៀតរឿងនេះគឺជាមហន្តរាយដ៏ធំបំផុតសម្រាប់សមាគមប៉ុន្តែគេក៏មានអារម្មណ៍ធូរស្រាលបន្តិចដែរដែលវាមិនកើតឡើងនៅទីនេះសំណាងហើយដែលវាមិនបានកើតឡើងនៅក្នុងទឹកដីជ្រលងភ្នំរួចគេក៏ងាកទៅសួរម្នាក់ដែលឈរនៅក្បែរនោះវិញគេបានសួរថាតើផែនការនៅជ្រលងភ្នំនោះកំពុងតែដំណើរការទៅមុខយ៉ាងរលូនដែរឬទេរួចបុរសម្នាក់ឈ្មោះវ៉ៃភើក៏ញញឹមឡើងគេបានធានាថានឹងគ្មានបញ្ហាអ្វីកើតឡើងឡើយចំណែកឯមេធំឆាងក៏នៅតែបន្តទៀមទានៅភាពល្អឥតខ្ចោះជានិច្ចចាំមើលជាមួយខ្ញុំទាំងអស់គ្នាថាតើពួកវាមានកម្រងអាក្រក់អ្វីបន្តទៀតព្រោះរឿងនេះទើបតែចាប់ផ្ដើមតែប៉ុណ្ណោះតោះមកមើលរឿងនេះជាមួយខ្ញុំបុរសម្នាក់នេះបញ្ជាឲ្យកំទេចអ្នកលេងថ្មីនិងពង្រឹងប្រតិបត្តិការហើយពាក្យចុងក្រោយរបស់គាត់គឺជាការព្រមានមិនឲ្យបំផ្លាញផែនការរបស់គាត់ម្ដងទៀតឡើយ Viper បានអោនក្បាលទាំងញញឹមហើយសន្យាយ៉ាងជឿជាក់ថាគ្រប់យ៉ាងគឺស្ថិតក្រោមការគ្រប់គ្រងឈុតឆាកបានត្រឡប់ទៅភ្នំខ្លាឃ្នុំដ៏សាហាវវិញស្រីស្អាតម្នាក់កំពុងរវល់បញ្ជាកងទ័ពក្រុងឆ្អឹងរបស់នាងឲ្យធ្វើការយ៉ាងសស្រាក់សស្រាក់នាងស្ដីបន្ទោសពួកវាដែលខ្ជិលច្រអូសនិងប្រាប់ថាគ្រប់កំទេចកំទីសម្ភារៈទាំងអស់សុទ្ធតែអាចដូរយកលុយបាននាងបានស្រែកប្រាប់ឲ្យពួកវាមើលគំរូតាមក្រុងឆ្អឹងរៀមច្បងដែលបានយកឈ្នះមេពិសាចលាក់មុខតែម្នាក់ឯងនាងសប្បាយចិត្តរកអ្វីប្រៀបមិនបាននៅពេលពិនិត្យមើលគ្រឿងបរិក្ខារថ្មីរបស់នាងមានទាំងអាវឃ្លុំកន្ទុយខ្លាឃុំនិងស្បែកជើងក៏វែងដែលបញ្ចេញពន្លឺពណ៌ស្វាយដ៏កម្រអាវឃ្លុំនេះជួយបង្កើនឈាមថាមពលមន្តអាគមនិងការការពារចំណែកកន្ទុយជួយលបឿនភាពបត់បែននិងកម្លាំងមន្តអាគមស្បែកជើងជួយបន្ថែមភាពធន់និងការចល័តនាងសើចយ៉ាងមោទនភាពហើយបង្វិលខ្លួនបង្ហាញគ្រឿងថ្មីទៅកាន់ក្រុងឆ្អឹងរបស់នាងដោយអួតថាសមត្ថភាពរបស់វាពិតជាអស្ចារ្យណាស់នាងបានចាប់ស្មារបស់ក្រុងឆ្អឹងរបស់នាងហើយស្រែកហូដោយក្តីរំភើបចំពោះគំនោមាសនិងសម្ភារៈដែលនាងទើបតែទទួលបាននាងរំភើបចិត្តដែលទីបំផុតអាចទៅប្រឡងយកអាជីពជំនាញនៅក្នុងទីក្រុងបាននាងសម័យថាខ្លួនឯងនឹងក្លាយជាអ្នកមានដោយការលក់ធនធានទាំងអស់នេះហើយសើចដូចក្មេងដែលយកសពឃើញកំណប់ទ្រព្យប៉ុន្តែពេលឃើញក្រុងឆ្អឹងមួយធ្វើឲ្យខូចសម្ភារៈដោយអចេតនានាងក៏ប្រែទឹកមុខភ្លាមហើយស្ដីបន្ទោសវាដែលបំផ្លាញរបស់មានតម្លៃចំណែកឯក្រុងឆ្អឹងតូចវិញកំពុងសង្កេតមើលទង្វើរបស់នាងទាំងធុញទ្រាន់និងលួចគិតក្នុងចិត្តគេមានអារម្មណ៍ក្តៅក្រហាយដែលគ្រឿងបរិក្ខារតម្លៃជាង$10,000ត្រូវបានចាត់ទុកដូចជាសម្លៀកបំពាក់ម៉ូដដោយម្ចាស់របស់គេហើយគេឆ្ងល់ថាតើពីណាទើបអាចរួចផុតពីនាងទោះបីជានាងហាក់ដូចជាលេងសើចច្រើនមែនប៉ុន្តែសមត្ថភាពរបស់គេបានកើនឡើងយ៉ាងខ្លាំងបន្ទាប់ពីការវិវត្តចុងក្រោយដែលលើសពីអ្នកលេងភាគច្រើន
ដែលមានកម្រិត15ជំនាញប្រយុទ្ធថ្មីរបស់គេគឺស្រោមដៃព្រួញដែលអនុញ្ញាតឲ្យគេបង្កើតព្រួញឆ្អឹងតាមចិត្តទោះបីជាត្រូវអស់របស់ខ្លះប៉ុន្តែវាពិតជាមានតម្លៃសំឡេងប្រព័ន្ធបន្លឺឡើងត្រៀមមើលឲ្យច្បាស់ត្រង់នេះហើយដែលអ្វីៗប្រែប្រួលដោយអបអរសាទរគេដែលបានបើកផ្លូវវិវត្តលាក់កំបាំងនិងជំរុញឲ្យគេប្រមូលពិន្ទុបន្ថែមទៀតគេស្រឡាំងកាំងនៅពេលឃើញលក្ខខណ្ឌដែលត្រូវការពិន្ទុចំនួន 20,000 សម្រាប់ការវិវត្តបន្ទាប់ការសម្លាប់បិសាចដែលមានកម្រិតដូចគេផ្ដល់ឲ្យតែ10ឬ20ពិន្ទុប៉ុណ្ណោះក្នុងល្បឿននេះការប្រមូលពិន្ទុហាក់ដូចជាគ្មានទីបញ្ចប់ឡើយប៉ុន្តែគេគិតថាប្រសិនបើម្ចាស់របស់គេជ្រើសរើសជំនាញមុនអាគមខ្មៅនោះកងទ័ពក្រុងឆ្អឹងទាំងអស់នឹងត្រូវបានពង្រឹងកម្លាំង 30% ហើយដោយសារគេជាប់ជំពាក់នឹងនាងការលូតលាស់របស់នាងក៏ជាការលូតលាស់របស់គេដែររំពេចនោះក្មេងស្រីនោះក៏ស្រែកដោយក្តីរីករាយនៅពេលឃើញហឹបកំណប់មួយដែលនៅចន្លោះដុំថ្មប្រព័ន្ធបានប្រកាសថាវាជារង្វាន់សម្រាប់ការកម្ចាត់មេបិសាចលាក់មុខហើយនាងស្ទើរតែលោតកញ្ជ្រោលនៅពេលដែរដឹងថាវាគឺជាហឹបកម្រិតពណ៌ស្វាយនាងបានទះដៃទាំងរំភើបដើម្បីចង់ដឹងថាមានកំណប់អ្វីខ្លះនៅខាងក្នុងនោះចំណែកក្រុងឆ្អឹងតូចបានរំលឹកខ្លួនឯងថារង្វាន់ពីមេបិសាចបែបនេះច្បាស់ជាមានប្រយោជន៍ដូចជាអាវុធឬសម្ភារៈពង្រឹងសមត្ថភាពនៅពេលហឹបបើកឡើងពួកគេទាំងពីរភាំងស្មារតីនៅខាងក្នុងមានសិភៅជំនាញដ៏កម្រដែលអាចប្រើបានគ្រប់អាជីពជាជំនាញវាយជាក្រុមដែលមានឈ្មោះថារន្ទះបាញ់អ្នកឃើញទេនេះគឺជាផលនៃការប្រឹងប្រែងសម្រាប់បិសាចមុនគេបង្អស់សម្រាប់មេបិសាចកម្រិតទាបបែបនេះការទទួលបានរបស់ល្អបែបនេះពិតជាមិនដែលឮឡើយអ្វីដែលគួរឲ្យភ្ញាក់ផ្អើលក្មេងស្រីនោះញញឹមយ៉ាងស្រស់ហើយហុចសៀវភៅជំនាញនោះឲ្យគេដោយនិយាយថាគឺដោយសារតែគេទើបនាងទទួលបានទ្រព្យសម្បត្តិដ៏ច្រើនបែបនេះមួយរំពេចនោះគំនិតអវិជ្ជមានរបស់គេក៏បានរលាយបាត់ប្រហែលជានាងមិនមែនមនុស្សលោភលន់ដូចគេគិតឡើយប៉ុន្តែបន្ទាប់មកនាងនិយាយទាំងសោចថាជំនាញនេះនឹងជួយឲ្យពួកគេសម្លាប់បិសាចបានលឿននិងធ្វើឲ្យនាងមានកាន់តែឆាប់ក្តីសង្ឃឹមរបស់គេក៏រលាយបាត់ភ្លាមទោះយ៉ាងណាគេក៏សម្រេចចិត្តទទួលយកវាប្រព័ន្ធបានសួរថាតើគេចង់រៀនជំនាញនេះដែរឬទេគេយល់ព្រមហើយពន្លឺបានគ្របដណ្ដប់លើរាងកាយគេខណៈដែលជំនាញរន្ទះបាញ់ត្រូវបានបញ្ចូលក្នុងខ្លួនវាជាជំនាញរន្ទះដែលអាចបាញ់កំទេចតំបន់ធំទូលាយនៅពេលសាកល្បងវាគេបានបញ្ចេញចរន្តអគ្គិសនីដែលមានផ្កាភ្លើងឆាបឆេះនៅជុំវិញខ្លួនប៉ុន្តែការរំភើបចិត្តរបស់គេក៏ថយចុះនៅពេលដឹងថាកម្លាំងវាយប្រហាររបស់វាខ្សោយខ្លាំងណាស់ម្ចាស់របស់គេនៅតែស្រែកហ៊ូនិងសរសើរថាវាអស្ចារ្យណាស់ព្រោះនាងកំពុងស្រមៃចង់បានរបស់ផ្សេងទៀតប៉ុន្តែគ្រូឆ្អឹងដឹងច្បាស់ថាកម្លាំងរបស់វានៅទាបខ្លាំងនៅឡើយរំពេចនោះគេក៏នឹកឃើញថាគេអាចវិវត្តជំនាញបានដោយប្រើបន្ទុកវិវត្តទោះបីជាវាប្រថុយប្រឋានប៉ុន្តែល្បឿនគឺជាអ្វីដែលគេត្រូវការបំផុតគេបានបោះបន្ទុកដែលប្រមូលបានទាំងអស់ទៅក្នុងជំនាញរន្ទះបាញ់រន្ទះពណ៌ស្វាយបានបាញ់ចុះមកយ៉ាងខ្លាំងហើយបានផ្លាស់ប្ដូរជំនាញនេះឲ្យខ្លាចជាអ្វីដែលគួរឲ្យខ្លាចបំផុតនៅពេលគេសាក់លបងវាម្ដងទៀតរន្ទះពណ៌ខ្មៅនិងស្វាយបានបោកបក់ពេញដីកំទេចទាំងដើមឈើនិងដុំថ្មក្នុងរង្វង់ដ៏ធំមួយកម្លាំងដ៏មហិមានេះបានធ្វើឲ្យក្មេងស្រីនោះស្រែកដោយភាពតក់ស្លុតបំផុតនេះគឺជាកម្លាំងបំផ្លិចបំផ្លាញដែលគេចង់បានកម្លាំងដែលនឹងជួយឲ្យគេកម្ចាត់សត្រូវកាន់តែលឿនដើម្បីឈានទៅរកការវិវត្តថ្មីហើយមិនបងអង្គយូរគេបានចាប់ម្ចាស់របស់គេដាក់លើខ្នងហើយរត់កាត់ភ្នំយ៉ាងលឿនបំផុតដើម្បីទៅរកបិសាចផ្សេងទៀតនាងបានស្រែកទាំងខឹងនិងចង់ឲ្យគេបីដូចជាព្រះនាងទៅវិញប៉ុន្តែគេមិនខ្វល់ពីការត្អូញត្អែររបស់នាងឡើយដោយផ្ដោតតែលើការប្រមូលពិន្ទុអ្នកនិងខ្ញុំទើបតែឃើញរឿងដ៏អស្ចារ្យចាំមើលថាមានអ្វីកើតឡើងបន្តទៀតក្នុងភាគក្រោយសួស្តីអ្នកទាំងអស់គ្នាមកមើលរឿងដ៏ជក់ចិត្តនេះជាមួយខ្ញុំខណៈនាងសម្រាប់ការងារឯកទេសនិងវិវត្តជំនាញរន្ទះរួចរាល់នាងត្រៀមវាយលុកជ្រលងភ្នំហើយសម្ដៅទៅកាន់ទីក្រុងធំផ្ទាល់តែម្ដងចាប់តាំងពីតំបន់វាលរហស្ថានដ៏ធំត្រូវបានបើកជាសាធារណៈប្រព័ន្ធគ្រប់គ្រងពិភពហ្គេមដ៏ធំនេះក៏ចាប់ផ្ដើមវិវត្តនិងផ្លាស់ប្ដូរការទស្សន៍ទាយរបស់វាដោយបង្កើតបេសកកម្មនិងសាច់រឿងថ្មីៗរាប់មិនអស់ដែលធ្វើឲ្យពិភពលោកនេះកាន់តែស្មុគស្មាញមានជីវិតនិងស្មានមិនត្រូវជាមួយនឹងរង្វាន់ដ៏អស្ចារ្យបំផុតគឺជារោងភ្នំដែលមានទ្រព្យសម្បត្តិវត្ថុមានតម្លៃនិងមាសដ៏ច្រើនសន្ធឹកសន្ធាប់ហើយនៅក្នុងរូងភ្នំទាំងនោះប្រសិនបើលក្ខខណ្ឌសម្ងាត់ត្រូវបានបំពេញទីកន្លែងធម្មតាក៏អាចក្លាយជារូងភ្នំសម្ងាត់ដែលមានរង្វាន់លើសពីការស្មានដែលបង្កើតឲ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងដូច្នេះចាប់តាំងពីពេលដែល server បើកដំណើរការបណ្ដាក្រុមផ្សេងៗបានដណ្ដើមគ្នាកាន់កាប់កន្លែងសត្វចម្លែកដើម្បីស្វែងរកអាថ៌កំបាំងដើម្បីដោះសោរង្វាន់សម្ងាត់ទាំងនោះក្នុងចំណោមក្រុមទាំងនោះក្រុម Tiger Hunting បានគ្រប់គ្រងទាំងភ្នំខ្លាឃ្មុំដ៏កាចសាហាវនិងតំបន់ជលុងភ្នំដោយចាត់ទុកជាទឹកដីផ្លូវការរបស់ពួកគេនៅឯច្រកចូលជ្រលងភ្នំមានកងទាហានពាក់អាវក្រោះយាមកាមយ៉ាងតឹងរឹងខណៈដែលទាហានម្នាក់បានស្រែកដេញសត្វដែលឆ្លងកាត់ឲ្យទៅឲ្យឆ្ងាយកុំឲ្យមករំខានពួកគេហើយរអ៊ូថា
មិនឆ្ងល់ទេដែលមេធំខឹងខ្លាំងយ៉ាងនេះ Blue Knight ដែលជាសមាជិកម្នាក់នៅក្នុងក្រុមបានរអ៊ូថាកាលពីមុនសំបីតែប្រធានក្រុមនិងអនុប្រធានដែលយាមនៅភ្នំខ្លាឃ្មុំកាយសាហាវក៏មិនដែលរកឃើញតម្រុយអ្វីដើម្បីដាស់មេសម្ងាត់នោះដែរប៉ុន្តែភ្លាមពេលពួកគេចេញទៅស្រាប់តែមាននរណាម្នាក់មកដណ្ដើមយកវាទៅបាត់នៅចំពោះមុខពួកគេតែម្ដងមិនឆ្ងល់ទេដែលមេដឹកនាំខឹងខ្លាំងយ៉ាងនេះ White Knight បានងឿងឆ្ងល់ថាបើភ្នំខ្លាឃ្មុំត្រូវបានគេដណ្ដើមបាត់ទៅហើយតើហេតុអីបានជាគេបញ្ជូនពួកគេមកច្រឡងភ្នំនេះវិញហើយ Blue Knight ក៏បានរអ៊ូដូចគ្នាពីការបង្ខំឲ្យមកអង្គុយរងចាំបែបនេះមេដឹកនាំរបស់ពួកគេ Red Knight បានកាត់សម្ដីហើយបញ្យល់ថាមេសម្ងាត់មិនកើតឡើងវិញទេដែលធ្វើឲ្យភ្នំនោះគ្មានតម្លៃទៀតឡើយប៉ុន្តែតំបន់ចលងភ្នំនេះមិនទាន់មានម្ចាស់ហើយនៅមានរូងភ្នំសម្ងាត់ដែលមិនទាន់រកឃើញដូច្នេះវាពិតជាមានតម្លៃណាស់ចាំមើលទាំងអស់គ្នាថាតើអន្ទាក់នេះនឹងជោគជ័យឬអត់ក្នុងការលបវាយប្រហារអ្នកលេងដែលហ៊ានមកដណ្ដើមភាពល្បីល្បាញរបស់ក្រុមពួកគេព្រោះបើចាប់នាងបានពួកគេនឹងប្លន់យកសម្ភារៈទាំងអស់ហើយនឹងខ្លាយជាអ្នកមានភ្លាមតែហ៊ានខ្លះបានសួរថាតើហេតុអ្វីបានជា Red Knight ច្បាស់ចិត្តយ៉ាងនេះថានាងនឹងឆ្លងកាត់ផ្លូវនេះគេបានឆ្លើយយ៉ាងមានទំនុកចិត្តថាតាមព័ត៌មានសម្ងាត់របស់ក្រុមក្មេងស្រីនោះទើបតែដល់កម្រិត10ហើយអ្នកលេងនៅដំណាក់កាលនេះត្រូវតែត្រឡប់ទៅទីក្រុងដើម្បីជ្រើសរើសជំនាញឯកទេសរបស់ខ្លួនដោយសារនាងមានចរិតគួរឲ្យសង្ស័យនាងនឹងជៀសវាងច្រកទ្វារធំហើយលួចចូលតាក់ចោចំហៀងវិញដែលវាត្រូវចំកន្លែងដែលពួកគេកំពុងលបចាំវាយឆ្មក់ល្មមដែលជាចំណុចដ៏ល្អបំផុតសម្រាប់ការដាក់អន្ទាក់ White Knight បានទះដៃសរសើរមេរបស់គេថាជាកំពូលអ្នកប្រាជ្ញហើយ Red Knight ក៏អួតខ្លួនបន្តិចដែរបន្ទាប់មកសមាជិកម្នាក់បានលើកឡើងនៅពាក្យចចាមអារាមដ៏គួរឲ្យខ្លាចមួយថាក្មេងស្រីមុនអាគមខ្មោចនោះជាមនុស្សឈួតមៀតធំហើយចូលចិត្តចាប់អ្នកលេងមកធ្វើបាបយ៉ាងរន្ធត់បំផុតក្រុមទាំងមូលបានសម្ដែងការខ្ពើមរអើមយ៉ាងខ្លាំងហើយស្អប់មនុស្សប្រភេទនោះបំផុតប៉ុន្តែ Red Knight បានធានាដល់ពួកគេថាគេបានត្រៀមខ្លួនរួចរាល់ហើយទោះបីជានាងជាគ្រូមុនអាគមតែឆ្អឹងដែលនាងហៅមកវាយប្រហារផ្លូវកាយទេហើយពួកគេសិតតែពាក់អាវក្រោះការពារយ៉ាងរឹងមាំលើសពីនេះជំនាញឯកទេសរបស់ពួកគេមានកម្លាំងខ្លាំងដែលអាចបង្ក្រាបនាងបានយ៉ាងងាយអ្នកនិងខ្ញុំច្បាស់ជាគិតដូចគ្នាថាពួកគេនឹងឈ្នះប៉ុន្តែកុំទាន់អាលស្រាប់តែពេលនោះមេឃក៏ប្រែជាងងឹតស្លុបជាមួយនឹងផ្លេកបន្ទោពណ៌ស្វាយបាញ់ស្រោចចុះមកយ៉ាងខ្លាំងរហូតដល់ដីញ័រដំបូងឡើយពួកគេគិតថាវាជាវត្តមានរបស់មេសម្ងាត់ប៉ុន្តែភាពភ័យខ្លាចបានចូលមកដល់នៅពេលពួកគេដឹងថានេះមិនមែនជាសត្វចម្លែកឡើយវាគឺជាការវាយប្រហាររបស់អ្នកលេងម្នាក់ហើយពួកគេបានព្យាយាមលើកខែលការពារទាំងភ័យខ្លាចពួកគេទើបតែដឹងខ្លួនថាអាវក្រោះដែកនេះមិនអាចការពារមុនអាគមបានឡើយ Red Knight បានស្រែកឲ្យដកថយជាបន្ទាន់ប៉ុន្តែមិនទាន់ផុតមាត់ផងតែហ៊ាន2នាក់ត្រូវបានកំទេចខ្លាចជាផ្សែងបាត់ទៅហើយក្នុងពេលជាមួយគ្នានោះក្មេងស្រីមុនអាគមខ្មោចដែលកំពុងអង្គុយលើស្មារបស់ឆ្អឹងដែលនាងហៅមកបានបញ្ជាឲ្យឆ្អឹងទី3ប្រមូលលុយហើយឆ្អឹងទី2 check មើលសម្ភារៈផ្សេងនាងបានអង្គុយបក់ជើងយ៉ាងសប្បាយរីករាយនិងផឹកថ្នាំទៅកម្លាំងទាំងសោតយ៉ាងសប្បាយចិត្តជាមួយកាក់ដែលនាងទទួលបាននាងពិតជាមានមោទនភាពចំពោះកងទ័ពឆ្អឹងរបស់នាងដែលជាជំនួយការដ៏អស្ចារ្យបំផុតស្រាប់តែពេលនោះនាងបានឃើញអ្វីម្យ៉ាងហើយបានចង្អុលបង្ហាញស្រែកប្រាប់ឲ្យឆ្អឹងមើលទៅសមរភូមិដែលមានសាកសពអ្នកលេងជឿខ្ញុំចោះអ្នកនិងខ្ញុំច្បាស់ជាចង់ដឹងសាច់រឿងបន្តមកមើលជាមួយខ្ញុំអ្នកនឹងឃើញតួឯកទាហានឆ្អឹងដែលកំពុងសម្លឹងមើលពួកសត្រូវដែលលួចឆ្មក់ស្ទាក់វាយប្រហាររូបគាត់ឆ្ងល់ថាតើអ្នកទាំងនេះស្លាប់ដោយសាររន្ទះបាញ់នៃជំនាញ Thunder Strike របស់គាត់ដែរឬទេនៅពេលពិនិត្យឲ្យចិត្តគាត់ក៏បានឃើញស្លាកសញ្ញារបស់គៀល Tiger Hunting នៅលើគ្រឿងការពាររបស់ពួកគេមិនមែនជាចៅធម្មតាទេប៉ុន្តែគឺជាពួកអ្នកការពារពាក់អាវក្រោះក្រាស់ដែលមកចាំស្ទាក់ផ្លូវរូបគាត់គិតក្នុងចិត្តថាឥទ្ធិពលរបស់ Guild នេះពិតជាធំមែនរហូតដល់គ្រប់គ្រងទឹកដីចលងភ្នំនេះទៀតផងការដើរកាត់ទីនេះឲ្យបានសុវត្ថិភាពគឺទាមទារឲ្យរូបគាត់ត្រូវតែស្វែងរកព័ត៌មានឲ្យបានច្រើនជាមុនសិនក្មេងស្រីអាបធ្មប់បានទាញមួកសុវត្ថិភាពរបស់គាត់ហើយចង្អុលទៅអ្នកដែលនៅរស់ម្នាក់ដែលកំពុងវាយ៉ាងទន់ខ្សោយ Red Knight ដែលរងរបួសធ្ងន់បានជេរតិចព្រោះគាត់គណនាខុសដែលគិតថាជំនាញរបស់នាងខ្សោយជាងការរំពឹងទុកគាត់ភ័យស្លន់ស្លោខ្លាចបាត់បង់ផលចំណេញបើមិនបានហៅកម្លាំងជំនួយមកជួយឲ្យបានទាន់ពេលវេលាទេនោះឈប់សិនមើលឲ្យច្បាស់ត្រង់នេះតួឯកយើងមិនទុកឱកាសឲ្យទេដោយគាត់បានចាក់ទម្លុះដៃអ្នកជិះសេះនោះភ្លាមគាត់មានអារម្មណ៍ពេញចិត្តនៅពេលដែលសញ្ញាជំនួយត្រូវបានកាត់ផ្តាច់ខណៈដែល Red Knight ស្រែកថាវាជាទាហានឆ្អឹងខ្មោចប៉ុន្តែតួឯកមិនខ្វល់ទេគាត់សម្រេចចិត្តដោះអាវក្រោះចេញហើយចងសត្រូវទុកដើម្បីការពារការរត់គេចខ្លួនក្មេងស្រីអាបធ្មប់ងឿងឆ្ងល់ហើយសួរទៅ Skelly តូចថាហេតុអីបានជាគាត់ធ្វើរឿងដែលមើលទៅចម្លែកបែបនេះប៉ុ
ប៉ុន្តែបន្ទាប់មកនាងក៏យល់ថាអ្នកជីសេះដែលស្លាប់ទាំង3នាក់នោះគឺជាសមាជិកក្រុមតែមួយជាមួយអ្នកនេះការចងបែបនេះគឺដើម្បីការពារកុំឲ្យសត្រូវសម្លាប់ខ្លួនដើម្បីឲ្យពួកគេអាចសួរនាំរកព័ត៌មានបានខ្ញុំដឹងថាអ្នកកំពុងគិតអីរឿងកាន់តែចម្លែកហើយសូម្បីតែអ្នកជីសេះម្នាក់នោះក៏គិតថាក្មេងស្រីនេះឈួតដែរនាងភ័យខ្លាចជាខ្លាំងហើយបន់ស្រន់ក្នុងចិត្តសូមកុំឲ្យគូស្នេហ៍ចម្លែកមួយគូនេះធ្វើទរណកម្មលើរូបនាងអីក្មេងស្រីអាបធ្មប់អង្គុយចោះចិត្តនោះហើយនិយាយសុំទោសយ៉ាងផ្អែមល្ហែមថាពួកគេមិនបានបំណងធ្វើឲ្យនាងឈឺចាប់ទេពួកគេគ្រាន់តែមានសំណួរមួយចំនួនចង់សួរតែប៉ុណ្ណោះប៉ុន្តែអ្នកជីសេះនោះបានបដិសេធយ៉ាងដាច់អហង្ការនាងសុកចិត្តស្លាប់ជាជាងក្បត់ហ្គាលរបស់ខ្លួនឬនិយាយជាមួយមនុស្សដែលមិនសមរម្យដូចជាពួកគេទាំងពីរនាក់នេះអាបធ្មប់តូចប្រកែកថានាងមិនមែនជាមនុស្សមិនល្អទេចំណែកឯខ្សែចំណងនេះគឺគ្រាន់តែដើម្បីការពារការរត់ប៉ុន្តែសត្រូវនៅតែតបវិញថាទោះបីជាត្រូវដាច់បាយស្លាប់ក៏នាងមិននិយាយសូម្បីតែមួយម៉ាត់ឲ្យពួកគេដឹងដែរតួឯកដកដង្ហើមធំរួចដើរទៅមុខដើម្បីដោះស្រាយរឿងនេះខណៈដែលក្មេងស្រីអាប់ធ្មប់សួរទាំងកង្វល់ក្នុងចិត្តនាងសួរថាតើពួកគេពិតជាត្រូវប្រើផែនការប៊ីមែនទេហើយសូមឲ្យគាត់គិតពិចារណាឲ្យបានច្បាស់សិនអ្នកជីសេះស្រីនោះត្រៀមខ្លួនជាស្រេចព្រោះគិតថាពួកគេច្បាស់ជាចាប់ដើមធ្វើទរណកម្មនាងមិនខានឡើយស្រាប់តែនាងស្រឡាំងកាំងនៅពេលដែលឆ្អឹងខ្មោចម្នាក់នោះហុចប្រាក់ចំនួន50កាក់ឲ្យដើម្បីធ្វើការដោះដូរអ្នកជីសេះនោះបើកភ្នែកធំខណៈដែលអាបិតធ្មត់តូចគិតថាសត្រូវម្នាក់នេះបានសម្លាប់ខ្លួនបាត់ទៅហើយនាងបានស្ដីបន្ទោសឲ្យ Skelly តូចថាកុំឲ្យខ្ជះខ្ជាយលុយកាក់អីព្រោះពួកគេត្រូវការសន្សំដើម្បីរស់នៅប៉ុន្តែអ្នកជីសេះដែលជាប់ចំណងនោះក៏បានខាត់ពួកគេដោយសារតែភាពលោភលន់បានធ្វើឲ្យចិត្តនាងរារាក់នាងសារភាពថាបើបានតម្លៃសមរម្យនាងនឹងប្រាប់រាល់អ្វីដែលនាងបានដឹងទាំងអស់ទៅកាន់ពួកគេព្រោះតែអត្រាប្តូរប្រាក់បច្ចុប្បន្នមួយកាក់ប្រាក់ស្មើនឹង 2000 RMB ដូច្នេះលុយនេះពិតជាច្រើនណាស់ក្មេងស្រីអាប់ធ្មប់ទះដៃដោយរីករាយហើយស្ម័គ្រចិត្តធ្វើជាអ្នកបកប្រែឲ្យពួកគេទាំងពីរនាក់ភ្លាមតែម្ដងចាំមើលទាំងអស់គ្នាតើកិច្ចព្រមព្រៀងនេះទៅជាយ៉ាងណានៅពេលដែលនាងស្រែកសួររកការពិតពីពួកគេវិញ